Chấpពីថ្ងៃនេះទៅឯងមិនបាច់មកធ្វើការនៅទីនេះទៀតទេខ្ញុំបញ្ឈប់ឯងហើយឯងនឹងគ្មានឈ្មោះជាបុគ្គលិកនៅកន្លែងនេះទៀតទេគ្មាននរណាគេចងចាំឈ្មោះឯងនោះទេខ្ញុំត្រូវគេបញ្ឈប់ពីការងារឲ្យពងល្អណាស់អញ្ចឹងខ្ញុំគិតថាខ្ញុំអាចស្មានដឹងហើយពីរឿងដែលបានកើតឡើងនៅលើសង្សាររបស់ខ្ញុំគឺជាស្នាដៃរបស់លោកប្រកបណាស់រឿងមិនចេះបែងចែកក្រោយបញ្ឈប់ការងារត្រូវបានដាក់នៅលើតុធ្វើការរបស់បុគ្គលិកប្រុសម្នាក់ថ្នាក់លើម្នាក់នោះក៏បានបន្លឺឡើង ចាប់ពីថ្ងៃនេះទៅឯងមិនបាច់មកធ្វើការនៅទីនេះទៀតទេខ្ញុំបញ្ឈប់ឯងហើយឯងនឹងគ្មានឈ្មោះជាបុគ្គលិកនៅកន្លែងនេះទៀតទេគ្មាននរណាគេចងចាំឈ្មោះឯងនោះទេខ្ញុំសុំដឹងមូលហេតុបានទេបងមិនក៏សុកដកខ្ញុំចាញ់បែបនេះតើខ្ញុំបានធ្វើអីខុសហ៎ខ្ញុំពិតជាមិនយល់ទេសុកក៏ដកមនុស្សចោលដោយមិនមានហេតុផលបែបហ្នឹងគឺមិនសមទេខ្ញុំធ្វើការខ្ញុំដឹងទូនាទីថែមទាំងគោរពការងាររបស់ខ្ញុំទៀតបងអាចឲ្យមូលហេតុមកខ្ញុំខ្លះផងខ្ញុំនឹងបានប្រាប់កន្លែងថ្មីពីកន្លែងចាស់ដែលសុកដកខ្ញុំចោលបើខ្ញុំខុសអីជួយប្រាប់ខ្ញុំមកខ្ញុំមិនចង់ដកឯងចេញទេតែថ្នាក់លើខ្ញុំមួយទៀតជាអ្នកបញ្ជាឲ្យខ្ញុំធ្វើអញ្ចឹងបើខ្ញុំមិនធ្វើតាមខ្ញុំនឹងត្រូវគេដកចេញតែម្ដងអូមិនអីទេបើថ្នាក់លើមួយទៀតសម្រាប់ចាត់ថាដកខ្ញុំចេញហើយខ្ញុំនឹងរៀបចំអីវ៉ាន់ចាក់ចេញពីកន្លែងនេះភ្លាមតែម្ដងខ្ញុំមិននៅយូរទេហ្នឹងហើយសុខសប្បាយតាមផ្លូវរកការងារថ្មីឆាប់បានធ្វើណាបានបងខ្ញុំលីហើយរៀបចំអីវ៉ាន់រួចរាល់យុទ្ធការបានចាក់ចេញទៅគេទៅបាត់ហើយតាទៅរាយការណ៍ឲ្យថ្នាក់លើបានដឹងសិនថាចាប់ហើយគេក៏បានចូលទៅក្នុងការិយាល័យថ្នាក់លើតែម្ដងមេខ្ញុំបានបញ្ឈប់យុទ្ធការតាមបញ្ជារបស់មេហើយពេលនេះគេទៅរៀបចំអីវ៉ាន់ហើយបានគេទៅអញ្ចឹងល្អហើយឯងធ្វើការបានល្អណាស់ចាំខ្ញុំតម្លើងប្រាក់ខែឲ្យឯងបានអរគុណណាស់មេខ្ញុំនឹងខំធ្វើការឲ្យល្អជាងយុទ្ធការកាលដែលគេធ្វើនៅទីនេះខ្ញុំទៅធ្វើការសិនហើយបានសូដាតក៏បានចេញពីក្នុងការិយាល័យទៅធ្វើការរបស់គេវិញឯងគិតថាអាចនៅកន្លែងយើងបានមែនទេឯងយកបានមនុស្សស្រីដែលយើងស្រឡាញ់តែឯងត្រូវប្រឈមមុខជាមួយនឹងការអត់ការធ្វើសមមុខឯងហើយដែលស្រឡាញ់ស្រីមិនរើសមុខមិនគិតវែងឆ្ងាយយើងមិនឲ្យឯងបានសុខទេមិនឃើញថាសង្ហាជាងយើងអីណាស់ណានោះទេមិនក៏នាងជ្រើសរើសយកគេទៅកើតយុទ្ធការមកដល់ផ្ទះទម្លាក់អីវ៉ាន់ចោះខណៈដែលឪពុករបស់គេទៅតែមកដល់ផ្ទះដូចគ្នាឪពុករបស់គេក៏បានសួរទៅកាន់កូនប្រុសមកផ្ទះលឿនម្លេះកូនមិនធ្វើការទេអីពុកទឹមមកពីមើលដីគេចង់ទិញដីយើងតែគេសុំគិតមើលសិនថាអាចទិញបានឬក៏មិនបានត្រឹមតែដី1ហិកតាសោះគិតច្រើននោះច្រើនអ្នកផ្សេងគេឲ្យថ្លៃលើសហ្នឹងពុកមិនចង់លក់ផងនេះដោយសារតែអ្នកធ្លាប់ស្គាល់ទេបានជាពុកគិតឲ្យធូរអញ្ចឹងខ្ញុំត្រូវគេបញ្ឈប់ពីការងារឲ្យពងល្អណាស់អញ្ចឹងល្មមដល់ពេលដែលកូនឯងងាកមកចាប់អារម្មណ៍ការងារក្នុងគ្រួសារយើងវិញហើយពុកដឹងតែកូនធ្វើការងារតាមជំនាញដែលកូនស្រឡាញ់តែកូនត្រូវគិតពីរបរនៅក្នុងគ្រួសារយើងដែរណាយើងមានមុខរបរអន្តើកូនដែលយើងមានច្រើនកន្លែងរបរក្នុងគ្រួសារយើងក៏មានដែរទៅមើលកន្លែងលក់គ្រឿងសំណង់យើងទៅកន្លែងយើងម៉ួយច្រើនណាស់តម្រូវការធ្វើលំនៅឋានក៏កាន់តែមានគេស្គាល់យើងច្រើនគេមករកតែកន្លែងយើងទេកូនឯងឈប់ធ្វើការឲ្យគេហើយមកធ្វើការខ្លួនឯងវិញទៅមិនចាំបាច់នឿយហត់ព្រោះតអ្នកដតីបញ្ជានេះបញ្ជានោះពេកទេខ្ញុំក៏គិតថាដល់ពេលដែលខ្ញុំត្រូវធ្វើការឲ្យខ្លួនឯងម្ដងហើយត្រូវណាស់កូនសម្លាញ់កុំទៅខ្វល់ខ្វាយអីគេបញ្ឈប់ការងារគឺជារឿងរបស់គេតែយើងក៏មានការងារយើងមកជាយូរឆ្នាំដែរហើយតើបាទពងពុកតងូតទឹកសិនហើយណាបាទពងនាពេលជប់យន្តពិសិដ្ឋបានមកដល់ផ្ទះមីងគឿនដើម្បីសួរសុខទុក្ខតែជីលេះមករកកូនមីងនោះទេមីងឥឡូវយ៉ាងម៉េចដែរមីងខ្ញុំខានមកជួបយូរហើយខ្ញុំនឹកមីងណាស់មីងចេះតែសម្លឹងមើលផ្លូវក្មួយដែរនឹងមិនសូវឃើញក្មួយមកលេងសោះតែដោយសារតែក្មួយរវល់ហើយទើបមិនឃើញមកអញ្ចឹងនោះមីងក៏មិនថាអីដែរមីងចុះឯណាចន្ទ្រាមកពីធ្វើការវិញហើយនៅមីងកូនមីងមកពីធ្វើការវិញហើយនៅសំងំក្នុងបន្ទប់ឯណោះក្មួយចង់ជួបកូនមីងមែនទេមីងហៅឲ្យបាន
ខ្ញុំចង់ជួបកូនមីងណា មកនេះមកចង់ឃើញកូនមីងទេមិនបានមកចង់ជួបមីងទេមើលទៅនោះមុខនេះចាំមីងហៅកូនមីងឲ្យចោះណាមីអូណាចេញពីក្នុងបន្ទប់បន្តិចមកកូនមានអ្នកចង់ជួបណាចាខ្ញុំទៅឲ្យម៉ែចន្ទ្រាចេញពីក្នុងបន្ទប់មកភ្លាមម៉ែមានការអីទេក្មួយពិសិដ្ឋមកលេងកូនចង់ជួបមុខកូនបានជាម៉ែហៅកូនចេញមកក្រៅអញ្ចឹងនោះសួស្ដីបងមកទាំងជប់តែម្ដងណោះថ្ងៃនេះ បងមកនេះក៏ដោយសារតនឹកហើយក៏មានរឿងចង់និយាយជាមួយអូនដែរ តាមមានរឿងអីបានជាមកទាំងយប់អញ្ចឹងនិយាយគ្នាតាមសម្រួលចោះម៉ែទៅក្នុងសិនហើយមីងគឿនចាក់ចេញទៅផ្លេតទុកឲ្យក្មេងៗនៅជជែកគ្នា បងចង់និយាយជាមួយអូនពីរឿងដែលបានកើតឡើងអូនរើសយកគេអូនមានដែលគិតទេថាគេមិនអាចផ្គត់ផ្គង់អូនដូចជាបងផ្គត់ផ្គង់អូនទេអូនគួរតែយល់ពីចំណុចទាំងនេះហើយបងអាចផ្ដល់តាមតម្រូវការអូនអ្នកដែលអូនរើសនោះនៅក្រោមបង្គាប់បងតើតែពេលនេះបងបានដកគេចេញពីការងារហើយព្រោះតែគេមិនប្រមាណខ្លួនដែលហ៊ានស្រឡាញ់អូនដោយមិនចេះកិនពេលនេះប្រហែលជាកំពុងតែស្វែងរកការងារធ្វើហើយបើមិនបានទេដឹងតែដាច់បាយស្លាប់ជាមិនខាន ខ្ញុំគិតថាបងកំពុងតែយល់ច្រឡំរឿងអីហើយសង្សារខ្ញុំដាច់បាយព្រោះតែបងបញ្ឈប់ការងារមើលស្រាគាត់ពេកហើយមនុស្សមានសមត្ថភាពដូចជាគាត់មិនខ្វះឡើយកន្លែងផ្សេងដែលគេទទួលនោះបងដឹងឬអត់ទេគ្រួសារគាត់មានមុខរបរដំណំមកយូរហើយតាំងតែពីបងមិនតាន់កើតផងកន្លែងលក់គ្រឿងសំណង់របស់គាត់ជាច្រើនកន្លែងគ្រួសារគាត់មិនអន់ទេដីរាប់ហិកតាគេឲ្យតម្លៃល្មមមិនលក់ទេឥឡូវដីកាន់តែឡើងថ្លៃទៀតតើគាត់ទៅវេទនាអីកើតគាត់មានបានជាងបងទៀតទោះបីជាគាត់មិនធ្វើការតែគាត់នៅតែមានលុយចាយមុខរបស់គេប៉ុណ្ណាណីតែខ្វល់អីជាមួយការងារប្រាក់ខែប៉ុណ្ណឹងនៅកន្លែងបងនោះ មិនបានជាមានរឿងបែបនេះខ្ញុំមិនដែលដឹងអំពីរឿងនេះសោះ គ្មានមនុស្សណាមានពេលវេលាបង្អួតបង្ហាញរបស់ទ្រព្យរហូតនោះទេអ្នកខ្លះគេមិនចង់បង្ហាញគេចង់ធ្វើអ្វីៗបែបសាមញ្ញព្រោះគេសមជាមួយអ្វីដែលគេមានហើយកុំគិតថាបញ្ឈប់ការងារសង្សារខ្ញុំហើយអាចបិទផ្លូវរបស់គាត់នោះគឺមិនអាចទៅរួចទេមនុស្សឆ្លាតអញ្ចឹងទោះបីជាបញ្ឈប់ក៏មានអ្នកផ្សេងចាំទទួលដែរតែកន្លែងបងវិញណាអាចនឹងត្រូវខូចខាតព្រោះដកអ្នកខំធ្វើការចោល សួយមែនទែនហើយ និយាយចប់ហើយគេក៏បានចាក់ចេញទៅរករឿងដាក់ខ្លួនឯងហើយយិត្តការកំពុងតែមើលការខុសត្រូវនៅកន្លែងលក់គ្រឿងសំណង់ខណៈដែលគេកំពុងតែពិនិត្យទំនិញមួយមេការសំណង់ក៏បានមកដល់ ក្មួយយុទ្ធការតើថ្ងៃនេះមិនធ្វើការទេមែនទេបានជាពេលនេះមកជួយឪពុករបស់ក្មួយនោះខ្ញុំត្រូវគេបញ្ឈប់ឲ្យពូបានជាខ្ញុំមកជួយពុកពូមកយកអីវ៉ាន់មែនទេនឹងហើយពូមកយកអីវ៉ាន់កន្លែងក្មួយបើកពង្រីកច្រើនសាខាដែរហើយមានតែឪពុកមើលការខុសត្រូវម្នាក់ឯងវាដូចជាមិនសមទាល់តែសោះក្មួយគួរតែមកជួយឪពុកអញ្ចឹងទើបអាចរត់រួចបានពុកបាននិយាយពីរឿងនេះជាមួយខ្ញុំយូរមកហើយតែខ្ញុំមិនដែលចង់មកទេតែដោយសារកន្លែងការងារខ្ញុំគេបញ្ឈប់ខ្ញុំដោយគ្មានមូលហេតុបានជាខ្ញុំមកធ្វើតាមអ្វីដែលពុកចង់បានរបស់ទ្របយើងទេក្មួយអើយរីកចម្រើនទៅមុខក៏ជារបស់យើងដដែលដែរគួរតែមកធ្វើការងារខ្លួនឯងឲ្យកាន់តែរីកចម្រើនទៅមុខទៅណាក្មួយបាទពូចាប់ពីថ្ងៃនេះទៅខ្ញុំមកជួយពុករហូតហើយចាំខ្ញុំឲ្យគេលើកអីវ៉ាន់ដាក់ឡានឲ្យពូណាពូអង្គុយលេងពិសាទឹកតិចសិនទៅអរគុណណាស់ក្មួយចន្ទ្រាបានមករកយុទ្ធការដល់កន្លែងលក់គ្រឿងសំណង់នាងទិញនំចំណីមកផ្ញើគេផងដែរបងខ្ញុំមកហើយ អូនកិច្ចម៉ោងធ្វើការមកជួបប្រុសទៀតហើយប្រុសស្អីទេបងជាសង្សាររបស់ខ្ញុំមិនមែនជាប្រុសទេកុំនិយាយស្ដីមិនព្រោះស្ដាប់អី បងនិយាយលេងសើចតើអូន តែតើអង្គុយនៅក្នុងសិនតើអូនខាងនេះជាអ្នកស្គាល់គ្នាជាមួយឪពុកបងជំរាបសួរពូ នេះជាសង្សារយុទ្ធការមែនទេអូហូសំគ្នាដល់ហើយក្មេងចេះរកគ្នាឃើញពិតមែនណោះសង្ហានឹងស្រស់ស្អាតគូជាមួយគ្នាត្មង អរគុណណាស់ពូដែលបានសរសើរនោះ ពូនិយាយជាការពិនក្មួយស្រីពិតជាស្រស់ស្អាតផុសគេមែនហើយពេលណារៀបការទៅក្មួយនៅមិនទាន់ដល់ពេលទេពូរងចាំឲ្យចន្ទ្រាបានត្រៀមខ្លួនសិនខ្ញុំមិនបង្ខំនាងទេ
បើសិនជានាងត្រៀមខ្លួនមិនទាន់រួចរៀបការទៅអាចនឹងធ្វើឲ្យនាងមានកង្វល់ចាំក្មួយទាំងពីរត្រៀមខ្លួនរួចនៅពេលណាចាំរៀបការទៅអញ្ចឹងពេលនេះគិតលើរឿងធ្វើការរកស៊ីសិនចុះបាទពូ នៅក្នុងការិយាល័យពិសិដ្ឋកំពុងតែស្ដីបន្ទោសទៅកាន់បុគ្គលិករបស់គេ តែមួយថ្ងៃសោះខាតលុយច្រើនបែបនេះមែនទេអ្នកទាំងអស់គ្នាធ្វើការរបៀបម៉េចបានជាបដាលឲ្យមានការខាតបង់ច្រើនដល់ថ្នាក់នេះម៉ែគឺព្រោះតែអតិថិជនរកឈ្មោះយុទ្ធការលេងឃើញពួកគេក៏ដកប្រាក់កក់យកទៅវិញអស់មនុស្សជាច្រើនអ្នកមិនហ៊ានទុកចិត្តព្រោះតែពួកគេធ្លាប់តែតាក់ទងជាមួយនឹងយុទ្ធការ លោកប្រធានគួរតែហៅបងយុទ្ធការមកវិញមកបើអត់ពីគាត់ទៅអាចនឹងដាច់បាយហើយណាលោកប្រធាន វាមិនដល់ថ្នាក់នឹងទេកុំនិយាយបែបហ្នឹងមើលខ្ញុំមិនធ្វើឲ្យក្រុមហ៊ុនខ្ញុំត្រូវរលំរលាយទេអត់ពីគេទៅនៅមានអ្នកផ្សេងទៀតអន្តែប្រកាសដំណឹងជ្រើសរើសបុគ្គលិកថ្មីប្រាក់ខែគុណនឹង2លើសពីអ្នកចាស់ហើយខ្ញុំជាអ្នកសម្ភាសដោយផ្ទាល់បាទមេខ្ញុំនឹងបញ្ញាប់ប្រកាសជ្រើសរើសបុគ្គលិកភ្លាមហើយកុំសង្ឃឹមថាខ្ញុំទៅអង្វរសុំឲ្យគេត្រឡប់មកវិញឲ្យសោះកុំនិយាយពីគេទៀតណាប្រាប់គ្រប់គ្នាបែបនេះផងទៅបាទមេ ការងារមមាញឹកយុទ្ធការចេញពីកន្លែងលក់គ្រឿងសំណង់នាពេលយប់យន្តទៅហើយគេបានទៅយកផ្កាដែលខ្លួនបានកំងរួចនោះទៅកាន់ផ្ទះម្ដាយគេ ម៉ែខ្ញុំមកដល់ហើយថ្ងៃនេះរៀងយប់បន្តិចហើយម៉ែ កូនប្រុសចូលមកខាងក្នុងមកកូនមករោម៉ែទាំងយប់តែម្ដងណោះ ខ្ញុំនឹកម៉ែហើយយកផ្កាយកមកជូនម៉ែដែរម៉ែនៅផ្ទះតែម្នាក់ឯងទេមែនទេ ម៉ែនៅតែម្នាក់ឯងទេថ្ងៃនេះប្តីម៉ែមិនតាន់មកវិញទេកូនវិញមិនតាន់ចេញពីរៀនឡើយ ម៉ែជាមួយពុកមិនគួរណាផ្ដាច់ទំនាក់ទំនងជាមួយគ្នាអញ្ចឹងទេខ្ញុំមិនចង់បានអញ្ចឹងទេម៉ែ ម៉ែក៏មិនចង់ដែរតែធ្វើមិនទេកូនបើនិស័យពួកយើងចប់ត្រឹមនឹងទៅហើយនោះកូននៅជាមួយពុកកូនចោះមើលថែគាត់ឲ្យបានល្អផងទោះបីជាម៉ែបែកគ្នាជាមួយគាត់ក៏ដោយតែម៉ែនៅតែបារម្ភពីគាត់រហូតហ្នឹង បាទខ្ញុំនឹងបំពេញតួនាទីជាកូនល្អមើលថែពុកមិនឲ្យគាត់ពិបាកទៀតទេម៉ែត្រូវការអីម៉ែតាក់ទងទៅខ្ញុំទៅណាខ្ញុំមិនបោះបង់ម៉ែចោលទេ ម៉ែដឹងថាកូនបារម្ភពីសុខទុក្ខម៉ែណែពេលណាក្មួយចន្ទ្រាតនេនាំមកលេងម៉ែផងណា បាទម៉ែខ្ញុំគិតថាលាម៉ែទៅផ្ទះសិនហើយ ប្រយ័ត្នប្រយែងផងណាកូនយុទ្ធការចាក់ចេញពីផ្ទះម្ដាយធ្វើដំណើរដោយរថយន្តគេបានបើកបរទៅតាមផ្លូវផ្ទះរបស់ចន្ទ្រាតែបើកបរមកតាមផ្លូវនេះមានម៉ូតូ2គ្រឿងជិះពីក្រោយរថយន្តរបស់គេព្រមទាំងគប់ពងមាន់មកលើរថយន្តរបស់គេដោយមិនប្រណីដៃឡើយរួចគេក៏បានជិះចាក់ចេញទៅយ៉ាងលឿន ពួកនោះមានបំណងអីបានជាមកធ្វើដូច្នេះដាក់ខ្ញុំនោះថ្ងៃនេះកើតស្អីឲ្យប្រកាសទៅ យុទ្ធការបានមកដល់ផ្ទះចន្ទ្រានាពេលនោះផងដែរចន្ទ្រាស្រាប់តែបានបន្លឺឡើងអ្នកណាធ្វើអីបងទៅសុទ្ធតែសម្បកពងមាន់នៅលើឡានមានអ្នកចង់ធ្វើបាបមកលើបងតាមែនដែរទេ បងមិនដឹងថាពួកគេមានគោលបំណងអីឲ្យប្រកាសទេបន្ទាប់ពីគប់ពងមាន់រួចហើយពួកគេក៏ជិះចេញទៅយ៉ាងលឿនតែម្ដង តាមខ្ញុំគិតច្បាស់ជាមានអ្នកចង់ធ្វើបាបមកលើបងហើយ បងគ្មានសត្រូវឯណានោះទេបងគិតថាមិនមែនដោយអ្វីដែលអូនគិតនោះទេ ខ្ញុំគិតថាគឺគេមិនខានទេដែលមានបំណងអាក្រក់មកលើបងបែបនេះ តែជានរណាទៅអូនដឹងមែនទេ ពេលខ្ញុំដឹងការប៉ັດខ្ញុំនឹងប្រាប់បងចូលទៅក្នុងផ្ទះសិនទេម៉ែកំពុងតែរងចាំបងនៅក្នុងផ្ទះ បាទ ពិសិដ្ឋនៅក្នុងបន្ទប់កំពុងតែប្រគល់ប្រាក់ទៅឲ្យបរិះ2នាក់ ប្រាក់ទាំងនេះជារង្វាន់របស់ពួកឯងទាំងពីរនាក់ពួកឯងធ្វើការបានល្អណាស់តែប៉ុណ្ណេះវាដឹងតែភ័យខ្លួនលែងហ៊ានចាញ់ពេលយប់ទៀតហើយបើសិនជាមានការងារណាស្រួលបានលុយអញ្ចឹងទៀតលបងតាក់តងទៅកាន់ពួកខ្ញុំណារឿងអញ្ចឹងពួកខ្ញុំប្រកែណាស់ពួកខ្ញុំរត់មិនឲ្យគេចាប់បាននោះទេប៉ុណ្ណេះខ្ញុំពេញចិត្តហើយបើមានការអីបន្ថែមទៀតខ្ញុំនឹងតាក់តងទៅម្ដងទៀតបាទអញ្ចឹងពួកខ្ញុំលាសិនហើយ ថាចប់ហើយពួកគេក៏បានចាក់ចេញទៅ ពួកឯងមិនបានសុខទេបើយើងមិនបានសុខនោះ នាពេលថ្ងៃត្រង់ចន្ទ្រាបានជួបពិសិដ្ឋដោយចៃដន្យនៅឯកន្លែងលាងរថយន្តពិសិដ្ឋក៏ហៅនាងផ្លេត ចន្ទ្រាសុខសប្បាយដែរទេអូនបងគិតថាអូនគួរតបែកគ្នាជាមួយបរិសម្នាក់នោះទៅ
អូននឹងមានសុវត្ថិភាពពេលនៅឆ្ងាយពីគេជឿបងទៅណាបងមិនចង់ឲ្យអូនមានគ្រោះថ្នាក់អីទេដោយសារតែបងនេះបារម្ភពីអូន ខ្ញុំគិតថាខ្ញុំអាចស្មានដឹងហើយពីរឿងដែលបានកើតឡើងនៅលើសង្សាររបស់ខ្ញុំគឺជាស្នាដៃរបស់លោកប្រកបណាស់ កើតរឿងអីទៅលើសង្សារអូនបងមិនដឹងទេអូនកុំចោទមកលើអ្នកណាដោយគ្មានភ័ស្តុតាងបែបនេះណាប្រយ័ត្នគេចោទវិញ លោកធ្វើអីលោកដឹងខ្លួនឯងច្បាស់ហើយមិនចាំបាច់អ្នកណាមករៀបរាប់ប្រាប់នោះទេកុំធ្វើបើជាមិនដឹងអីមានតែមនុស្សដែលខ្លាចចាញ់គេនោះទេដែលហ៊ានធ្វើទង្វើទាំងអស់នោះហើយមិនហ៊ានទទួលស្គាល់ការប៉ះ កុំមានមាត់ចេះតែនិយាយណាបងមិនដឹងរឿងអីទាំងអស់ លោកដឹងរឿងហើយគ្រាន់តែលោកធ្វើបើខ្ញុំមិននិយាយអ្វីទៀតនោះទេ បើបងប្រាប់ថាមិនដឹងគឺមិនដឹងហើយអូននៅតែចេះបែបនេះធ្វើអីបងក៏មិនដឹងថាបកស្រាយយ៉ាងណាដែរ មិនបាច់បកស្រាយអីទេខ្ញុំមិនចង់ស្ដាប់ឡើយវាគួរឲ្យស្អប់ណាស់មនុស្សដែលមិនចេះទទួលស្គាល់ការប៉ះចូលចិត្តធ្វើបាបលើអ្នកដទៃ ចោទបងស្រេចតែចិត្តចុះព្រោះថាបងនេះមិនខ្វល់ពីអ្វីទាំងអស់ចោទមកស្រឡាញ់បងមិនឈឺសំបីតែបន្តិចតែម្ដងបងលាសិនហើយ ថាចាប់ហើយគេក៏បានចាក់ចេញទៅមនុស្សអីមិនចេះទទួលស្គាល់ការប៉ះអញ្ចឹងចូលចិត្តធ្វើបាបអ្នកដទៃមិនចេះបែងចែករឿងផ្ទាល់ខ្លួននឹងការងារទេចន្ទ្រាមករកយុទ្ធការដល់ផ្ទះតែក៏បានជួបនឹងឪពុករបស់គេជំរាបសួរពូខ្ញុំមករកបងយុទ្ធការ យុទ្ធការមកដល់ផ្ទះឥឡូវហើយក្មួយរងចាំបន្តិចទៅណា ចាពូនិយាយអញ្ចឹងពូសុខសប្បាយដែរទេ ពូសុខសប្បាយជាទេអរគុណឲ្យក្មួយដែលបានសួរសុខទុក្ខពូ ចាពូយុទ្ធការក៏បានមកដល់ផ្ទះនាពេលនោះដូចគ្នា កូនប្រុសពូមកដល់ល្មមចន្ទ្រាមករណោរវល់ណាស់កូនពុកបានរវល់គឺដោយសារតពុកដើរទៅលេងកំសាន្តជាមួយមិត្តភ័ក្តិពុកនឹងឯងទុកកន្លែងឲ្យខ្ញុំមើលម្នាក់ឯងព្រោះតែដូច្នេះបានជាខ្ញុំនេះរវល់សឹងតែដកឃ្លាមិនបានពុកសប្បាយចិត្តណាស់ដែលកូនប្រុសពុករវល់ជាមួយនឹងការងារតែកុំរវល់ពេកដល់ថ្នាក់ភ្លេចសង្សារណាកូនខ្ញុំមិនភ្លេចទេសង្សារខ្ញុំនោះចន្ទ្រាថ្ងៃនេះចង់ទៅណាដែរចាំបងជូនទៅបងមានពេលវេលាសម្រាប់សង្សារបងជានិច្ច ខាញ់បងមមាញឹកបែបនេះខ្ញុំមិនចង់ទៅណានោះទេបងគួរតែសម្រាប់ខ្លះទៅ អត់ទេអត់មានពាក្យថារវល់សម្រាប់មនុស្សជាទីស្រឡាញ់របស់បងនោះទេកុំគិតអញ្ចឹងមើលបងមិនរវល់សម្រាប់អូនទេណាអូនត្រូវការពេលណាបងទំនេរមកជួបអូនពេលនោះតែម្ដងអូនជាសង្សារបងថ្ងៃនេះតែថ្ងៃខាងមុខគឺជាប្រពន្ធរបស់បងហើយ បងកុំនិយាយអញ្ចឹងនៅចំពោះមុខពុករបស់បងអីខ្ញុំអៀនគាត់ណាស់ មិនបាច់អៀនទេក្មួយអើយពូអតែឃើញកូនចេះស្រឡាញ់គ្នាចង់ចូលរោងជ័យមិនមែនស្រឡាញ់គ្នាបែបលេងសើចទេកូនប្រុសត្រូវស្រឡាញ់មួយគឺមួយហើយស្រឡាញ់តែម្នាក់សាងគ្រួសារជាមួយគេដល់ចាស់កោងខ្នងតែម្ដងបាទពងខ្ញុំស្រឡាញ់តែសង្សារខ្ញុំម្នាក់ប៉ុណ្ណោះហើយរហូតដល់ថ្ងៃដែលខ្ញុំលេងដកដង្ហើមថ្ងៃនោះហើយដែលខ្ញុំលេងដឹងអី ប្រហែលជាត្រូវទៅដល់កន្លែងផ្សេងមួយទៀតហើយ បងឈប់និយាយពីរឿងនេះទៅបងកាន់តែនិយាយគឺកាន់តែចាប់វិញនោះទេ កូនឯងកុំនិយាយអញ្ចឹងវាដូចជាការផ្ដាំផ្ញើអញ្ចឹងណាកុំនិយាយអញ្ចឹងទៀតណាកូនបាទពងនាំសង្សារកូនឯងទៅក្នុងបន្ទប់កូនឯងទៅ យុទ្ធការនាំសង្សាររបស់គេទៅក្នុងបន្ទប់របស់គេផ្លេតតែម្ដងចន្ទ្រាក៏បានចាប់ផ្ដើមនិយាយភ្លាមបងដឹងពីមូលហេតុដែលមេរបស់បងដកបងចោលទេ បងមិនដឹងទេព្រោះតែបងមិនដែលឃើញមុខគាត់ផងហ្នឹងហើយបងក៏មិនបានដឹងពីមូលហេតុនៅពីក្រោយដែរ មេរបស់បងនោះគេតាមចៃចង់ខ្ញុំប៉ុន្តែខ្ញុំមិនពេញចិត្តគេទេបានជាគេធ្វើបែបនេះមកលើបងនោះគេស្គាល់បងតែគេមិនស្គាល់ថាបងជាអ្នកណាមកពីណាច្បាស់លាស់នោះទេគេគិតត្រឹមថាបងជាបុគ្គលិកធ្វើការយកប្រាក់ខែធម្មតារបស់គេតែប៉ុណ្ណោះគេខឹងដែលពួកយើងជាសង្សារនឹងគ្នា ហេតុផលនេះគឺពិតជាចម្លែកណាស់បងស្ដាប់ហើយបងពិតជាហួសចិត្តមែនទែនតែមិនអីទេបើគេសម្រេចចិត្តយ៉ាងនេះព្រោះតែហេតុផលរឿងផ្ទាល់ខ្លួនវាជាសិទ្ធិរបស់គេយើងមានតែដើរតាមផ្លូវរបស់យើងប៉ុណ្ណោះបំភ្លេចរឿងទាំងអស់នោះចោលហើយងាកមកចាប់អារម្មណ៍លើការងារយើងវិញពេលបងចេញមកហើយកន្លែងចាស់នោះទៅជាយ៉ាងណាក៏មិនមែនជារឿងរបស់បងទៀតដែរ ចាបងប៉ັດជាកិត្តបានត្រឹមត្រូវណាស់
ហើយរឿងមួយទៀតនោះដែលខ្ញុំកំពុងតែកាត់គឺគេជាអ្នកដែលនៅពីក្រោយខ្នងនៅក្នុងរឿងដែលមានអ្នកតាមធ្វើបាបបងនោះ បើគុំគួនគ្នាដល់ថ្នាក់នេះទៅហើយគឺមានតែឲ្យប៉ូលីសជាអ្នកដោះស្រាយឲ្យទេបងក៏ចង់ដឹងដែរថាគេមានឬក៏អត់ជាអ្នកដែលនៅពីក្រោយរឿងសពគ្រប់បែបយ៉ាងនោះអូននៅស្ងៀមទៅមិនបាច់និយាយអ្វីធ្វើឲ្យគេដឹងខ្លួនទេណាយើងនឹងចាប់គេដោយវិធីស្ងាត់ៗរបស់យើង ចាប់បងចន្ទ្រាបំពេញការងាររបស់នាងរួចរាល់នាងបានចាក់ចេញពីក្នុងការិយាល័យភ្លាមដោយមិនបានចាក់សោការិយាល័យរបស់នាងឡើយរំពេចនោះអ្នកដែលធ្វើការនៅកន្លែងតែមួយបានលួចចូលមកក្នុងការិយាល័យរបស់នាងឯកសារដែលត្រូវយកទៅចូលរួមប្រជុំថ្ងៃស្អែកនោះនៅឯណាទៅនាងធ្វើរួចហើយទើបចេញទៅព្រោះចរិតនាងបើធ្វើមិនតាន់រួចរាល់ទេគឺមិនចេញទៅណាឡើយឯពូកែយកមុខណាស់មែនទេខ្ញុំនឹងមិនអោយឯងមានមុខមាត់ឡើយថែមទាំងត្រូវគេដេញចេញទៀតយើងគុំជាមួយឯងយូរណាស់មកហើយនាងបានឆែករកឯកសារដែលចន្ទ្រាត្រៀមទុកសម្រាប់ថ្ងៃស្អែកនោះលុះពេលនាងរកឃើញហើយនោះនាងក៏បានប្រញាប់ចាក់ចេញពីក្នុងការិយាល័យនោះភ្លាមស្ថិតនៅក្នុងបន្ទប់ប្រជុំនាពេលនោះផងដែរអ្នកដែលជាថ្នាក់លើក៏បានបន្លឺឡើង តើការងារយើងឈានទៅដល់ណាហើយកុំព្រោះតែមនុស្សចេញទៅបណ្ដាលឲ្យអ្វីៗគ្រប់យ៉ាងត្រូវរលាយឲ្យសោះមនុស្សមកកណោធ្វើស្អីមិនបានទេអីចាំតែមនុស្សម្នាក់ទៀតទើបអាចធ្វើកើតមែនទេ លោកប្រធានមិនមែនរងចាំតែមនុស្សម្នាក់ទៅអាចដំណើរការទៅមុខបាននោះទេខ្ញុំក្នុងនាមជាមនុស្សដែលធ្លាប់សហការជាមួយបងយុទ្ធការពេលគាត់ធ្វើការគាត់មិនដែលប្រើពាក្យថាមេនឹងកូនចៅឡើយព្រោះយើងមានសិទ្ធិស្មើគ្នាការងារធ្វើជាមួយគាត់គឺមិនដែលមានអ្វីគួរឲ្យបារម្ភឡើយព្រោះថាមនុស្សដូចជាគាត់នេះគឺដឹងពីតាក់ទិចក្នុងការធ្វើការណាស់ នាងកំពុងតែចោទប្រកាន់មកលើខ្ញុំថាអាងអំណាចមែនទេអាងតែជាមេចង់ប្រើអ្វីក៏ស្រេចអញ្ចឹងនេះជាអ្វីដែលនាងចង់ប្រាប់ខ្ញុំហ៎បើថានាងធ្វើការនេះមិនកើតទេមានអ្នកផ្សេងដែលគេអាចធ្វើបានខ្ញុំមិនចង់មានកូនចៅជាមនុស្សបែបនេះទេដែលស៊ីប្រាក់ខែពីខ្ញុំហើយបែរជាមានពាក្យសម្ដីឡកលើយមកកាន់ខ្ញុំទៀតទុកក៏មិនចំណេញដកចេញក៏មិនខាតដែរមិនខ្វះទេអ្នកដែលគេចង់ធ្វើការនោះ ខ្ញុំសុំឈប់តែម្ដងមិនចាំបាច់មេប្រឈប់ខ្ញុំទេព្រោះខ្ញុំក៏មិនចង់នៅបន្តរួមការងារបែបនេះតទៅទៀតដែរជម្រាបលាចាស់ថាចាប់ហើយនាងក៏បានចាក់ចេញពីក្នុងបន្ទប់ប្រជុំ ចេញទៅចុះខ្ញុំអាចរកអ្នកថ្មីទៀតបាន យុទ្ធការបានមកសួរសុខទុក្ខម្ដាយសង្សារនាពេលរាត្រីមកសួរសុខទុក្ខអីពេលយប់អញ្ចឹងកូនម៉ែចិត្តដល់ម៉ោងសម្រាប់ទៅហើយហ្នឹងគាត់រវល់ទៅមកពេលយប់ទេម៉ែសម្រាប់ថ្ងៃរួចហើយសម្រាប់យប់ជ្រៅបន្តិចក៏មិនអីដែរអើយកូននេះត្រូវឥឡូវហើយណែកូនប្រុសកាត់គូជាមួយកូនម៉ែពេលណាដែរទៅកូន ខ្ញុំគិតគូរឆាប់នេះឲ្យមិញសំខាន់នៅលើចន្ទ្រានតើព្រមជាមួយខ្ញុំពេលណា កូនស្រីពេលណាទៅឯងចង់រៀបការម៉ែមិនចង់រងចាំយូរទៀតនោះទេកូនជាមនុស្សស្រីផងនៅយូរពេកមិនល្អទេណាកូនខ្ញុំមានសង្សារនៅចាំរៀបការហើយម៉ែធ្វើកំភៃអីហើយមិនឲ្យម៉ែភ័យយ៉ាងម៉េចគេអាចផ្លាស់ប្ដូរចិត្តបានគ្រប់ពេលវេលាគេជាមនុស្សប្រុសចិត្តអាចរេបានណាកូន មិញកុំបារម្ភអីខ្ញុំមិនផ្លាស់ប្ដូរចិត្តទេក្នុងជាតិនេះគឺមានតែមួយនេះទេខ្ញុំដាក់ចិត្តហើយគឺមិនផ្លាស់ប្ដូរដាច់ខាត ម៉ែចង់ឲ្យកូនឆាប់រៀបការម៉ែចង់បានចៅឆាប់នេះណាស់មនុស្សតាចាស់ទៅគឺអុកសុកណាស់ចង់មានចៅកំដរ បាទខ្ញុំនឹងបញ្ញាប់តាមអ្នកម្ដាយក្មេង នេះបានសំជាកូនប្រសាររបស់ម៉ែ ប៉ុន្មានថ្ងៃក្រោយមកប៉ូលីសបានចូលមកដល់ក្នុងបន្ទប់ប្រជុំតែម្ដងមនុស្សដែលនៅក្នុងបន្ទប់ប្រជុំមានការភ្ញាក់ផ្អើលជាពន់ពេក តើមានរឿងអីមែនទេបានជាលោកប៉ូលីសមកកាន់ទីនេះយុទ្ធការឯងមកដែរមែនទេខ្ញុំមករកយុត្តិធម៌របស់ខ្ញុំយុត្តិធម៌ស្អីឯងអ្នកដែលធ្វើគឺដឹងច្បាស់នៅក្នុងចិត្តហើយអតីតមេរបស់ខ្ញុំបានជួលមនុស្សឲ្យតាមធ្វើបាបខ្ញុំពេលនេះប៉ូលីសចាប់ជនសង្ស័យទាំងពីរនាក់នោះបានហើយមេខ្លោងនៅពីក្រោយក៏នឹងត្រូវចាប់យកទៅប៉ុស្តិ៍នាពេលនេះដូចគ្នាយើងមិនបានធ្វើអីឯងទេណាឯងកុំមកចោទយើងឯងយករឿងផ្ទាល់ខ្លួនមកលេងឡំមែនទេរឿងផ្ទាល់ខ្លួនផ្សេងរឿងការងារផ្សឹងឯងមិនគួរមិនចេះបែងចែកអញ្ចឹងទេពាក្យទាំងនេះគួរតែនិយាយចំពោះខ្លួនលោកវិញទៅមិនមែនខ្ញុំទេលោកប៉ូលីសខ្ញុំមិនដឹងអីទេកុំមកចាប់ខ្ញុំអី
ពួកគេប្រឌិតរឿងកុហកទេកុំជឿពួកគេឲ្យសោះ ប៉ូលីសបាននាំខ្លួនគេចាក់ចេញពីក្នុងក្រុមហ៊ុនបុគ្គលិកមើលឈូឆរដោយនឹកស្មានមិនដល់ចន្ទ្រាទទួលបានវីដេអូកាមេរ៉ាសុវត្ថិភាពហើយនោះនាងក៏បានយកទៅចាស់ឲ្យគ្រប់គ្នាបានឃើញនៅក្នុងការិយាល័យធ្វើការអ្នកណាជាអ្នកដែលចាក់វីដេអូនេះទៅមិនមែនជាខ្ញុំទេជាឯងហើយនៅតែប្រកែកទៀតឯងបានលួចយកឯកសាររបស់ខ្ញុំហើយធ្វើពើជាមិនដឹងអីមិត្តប្រភេទដូចជាឯងនេះជាមិត្តប្រភេទណាទេខ្ញុំមិននឹកស្មានថាឯងហ៊ានធ្វើអញ្ចឹងមកលើខ្ញុំទេបិទវីដេអូនេះវិញទៅខ្ញុំឈប់ហើយយើងជាមិត្តភក្តិនឹងគ្នាណាឯងគួរតែលើកលែងទោសឲ្យខ្ញុំផងទៅបើឯងគិតថាខ្ញុំជាមិត្តរបស់ឯងនោះឯងក៏មិនធ្វើអញ្ចឹងជាដាច់ខាតមានមិត្តបែបនេះក៏មានអីល្អជាងចន្ទ្រាចូលទៅក្នុងបន្ទប់ការិយាល័យរបស់នាងតែម្ដងបន្ទាប់ពីនិយាយរួចរាល់ពួកឯងមើលស្អីឯងមិនទុកយើងជាមិត្តនោះទេទើបឯងធ្វើអញ្ចឹងនាពេលយប់យិនចន្ទ្រាមកដល់ផ្ទះវិញក្នុងផ្ទះងងឹតឆឹងតែម្ដងម៉ែមិននៅទេចន្ទ្រាបើកភ្លើងក្នុងផ្ទះភ្លឺចាស់យុទ្ធការកាន់ផ្លាកយ៉ាងធំដែលមានអក្សរសំនៀងរៀបការនៅលើដៃនោះផងដែររៀបការជាមួយបងបានទេបងចង់រៀបការហើយមិនចង់នៅយូរទេខ្លាចថាអូននឹងបែកចិត្តពីបងរៀបការជាមួយបងទៅណាហើយយើងនឹងបន្តក្តីសម័យជាមួយគ្នាបងចង់ឲ្យអូនក្លាយជាមនុស្សម្នាក់ដែលសនុកពេលមានបងចង់ក្លាយជាប្តីរបស់អូនខ្លាំងណាស់រាល់ថ្ងៃនេះរៀបការជាមួយបងទៅណាប្រកាសហើយណែថាចង់រៀបការបងប្រកាសណាស់បងចង់រៀបការបងចង់មានគ្រួសារជាមួយអូនគឺអូនតែម្នាក់ប៉ុណ្ណោះរៀបការជាមួយគ្នាបានទេចារៀបការជាមួយគ្នាអរគុណណាស់អូនសម្លាញ់អ្នកទាំងពីរបានគិតគូរពីរឿងរៀបការដោយបន្តក្តីស្រមៃទៅមុខជាមួយគ្នាជាហូរហែក្នុងនាមជាដៃគូជីវិតអូនភ្ញាក់ឡើងជិតម៉ោង 9 ហើយអូនឯងមានបានសម្អាតផ្ទះបាយឬក៏អត់កាលពីម្សិលមិញចានឆ្នាំងអីសម្អាតខ្លះដែរទេមិនមែនគិតតែពីប្រើប្រាស់មិនលាងទុកដាក់នោះទេភ្ញាក់មកនិយាយជាមួយបងសិនម៉ែមានការជាមួយកូនឯងបន្តិចតែកុំទៅប្រាប់ប្រពន្ធឯងអីកូនឯងដឹងស្រាប់ហើយថាម៉ែមិនសូវចូលចិត្តប្រពន្ធឯងប្រមាណទេម៉ែចង់ឲ្យកូនមកផ្ទះយប់នេះមិនបាច់នាំប្រពន្ធកូនមកទេកញ្ចក់អ្នកអូនស្អាតណាស់ប្តីថ្នមខ្លាំងហើយបានជាស្អាតពីចុងជើងដល់ក្បាលដូចនេះនោះចែចំណែនជីវិតអូនឯងដែលមានប្តីបែបនេះខ្លាំងណាស់រឿងម៉ែក្មេកកុំស្អប់ខ្ញុំទៀតអីទីក្រុងនាពេលរាត្រីម៉ែកំពុងតែធ្លាក់ភ្លៀងជោគជាំនាខណៈពេលនេះប្រពន្ធនៅផ្ទះរងចាំផ្លូវប្តីមិនទាន់ឃើញប្តីត្រឡប់មកវិញឡើយនាងបានទទួលឆាត់ចេញទៅផ្ទះឪពុកម្ដាយក្មេកដែលនៅក្បែរនេះដើម្បីសុំជំនួយពុកម៉ែខ្ញុំអាចសុំឲ្យពុកម៉ែជួយទៅប្តីខ្ញុំផងបានទេខ្ញុំទៅតែគាត់មិនលើកទេឪពុកម្ដាយក្មេកឃើញកូនប្រសាក៏បានបន្លឺឡើងកូនប្រសាឯងមកទៀមទាឲ្យម៉ែក្មេកទេទៅតាមប្តីឯងទាំងជប់បែបនេះឯងមិនក្រែងចិត្តមនុស្សចាស់បន្តិចសោះទៅផ្ទះរងចាំប្តីទៅមករធ្វើអីនៅកន្លែងនេះប្តីឯងបើវាចេះមកវាមកយូរណាស់ទៅហើយបើវាតាមម៉ែឪវាមិនរៀបការជាមួយមនុស្សស្រីដែលឪពុកម្ដាយមិនពេញចិត្តនោះទេត្រឡប់ទៅផ្ទះឯងវិញទៅកុំចេះទៅចូលមកដោយមិនបានសុំពីពួកយើងពុកម៉ែតែយ៉ាងណាគាត់ជាកូនរបស់ពុកម៉ែកុំនិយាយបែបនេះអីទោះបីជាពុកម៉ែមិនពេញចិត្តខ្ញុំតែពុកម៉ែក៏តែគិតដល់កូនប្រុសរបស់ពុកម៉ែដូចគ្នាទៅផ្ទះឯងវិញទៅហើយកុំមកចេះបដៅមនុស្សចាស់ទៅវិញភ្លាមទៅកុំឲ្យប្តីឯងមកផ្ទះវិញមិនឃើញប្រពន្ធនៅចាំក្នុងផ្ទះនោះចាបានចឹងខ្ញុំលាពុកម៉ែទៅផ្ទះហើយនិយាយចប់នាងក៏បានចាក់ចេញពីផ្ទះឪពុកម្ដាយក្មេកមកដល់ផ្ទះរបស់នាងវិញបែរជាបានឃើញប្តីនៅក្នុងផ្ទះបងមកផ្ទះវិញពេញកាលខ្ញុំខំតែទៅរកដល់ផ្ទះពុកម៉ែដើម្បីឲ្យគាត់ជួយតាក់ទងទៅបងទៅមកដល់មុននេះតាអូនមិនបាច់ទៅផ្ទះពុកម៉ែទេគាត់នឹងស្ដីបន្ទោសអូនយកល្អនៅផ្ទះរងចាំតលទៅឃើញបងទៅកុំឲ្យគាត់ឃើញមុខហើយស្ដីថាចាប់បងចូលសម្រាប់បានហើយណាបងប្តីប្រពន្ធអ្នកទាំងពីរបានចូលបន្ទប់សម្រាប់តែម្ដងនៅក្នុងផ្ទះឪពុកម្ដាយវិធីកូនយើងវាដឹងឮហើយថាម៉ែឪមិនពេញចិត្តចំពោះប្រពន្ធដែលខ្លួនបានរើសទេប៉ុន្តែកូនយើងវាមិនដែលចេះស្ដាប់យើងខ្ញុំត្រូវតែកូនប្រសាច្បងទេ
គ្រួសារគេល្អជាអ្នកមានមុខមាត់តែគ្រួសារខាងប្រពន្ធកូនពៅយើងអ្វីក៏គ្មានមុខមាត់មុខលបធំដុំមិនមានអ្វីសោះមិនស្ដាប់តាមម៉ែឪចាំមើលទៅថ្ងៃមុខគង់ទៅដឹងខ្លួនទេ ធ្វើមិនទេបើមានកូនប្រុសក្បាលរឹងមិនស្ដាប់តាមម៉ែឪអញ្ចឹងនោះតែយ៉ាងហោចណាស់ក៏យើងមានកូនប្រុសច្បងរបស់យើងមួយដែរដែលស្ដាប់តាមម៉ែឪយកប្រពន្ធយើងមកគប់នោះ ខ្ញុំជឿជាក់លើកូនច្បងយើងថាវាចេះដឹងម៉ែឪចេះស្ដាប់ម៉ែឪ ខ្ញុំក៏គិតអញ្ចឹងដែរនាពេលព្រឹកឡើងអ្នកជាប្តីក្រោកពីដេកដោយបានរៀបចំខ្លួនបំរុងចេញទៅធ្វើការតែមុននឹងចាក់ចេញគេក៏បានចូលទៅផ្ទះបាយឃើញថាចានឆ្នាំងប្រឡាក់តម្រួតពីលើគ្នាហើយសម្រាមរប៉ាត់រប៉ាយពាសពេញ ងាប់ផ្ទះបាយស្អីដល់ថ្នាក់នេះប្រពន្ធខ្ញុំអត់លាងសម្អាតតាំងពីម្សិលមិញមិនមែនបានជានៅកក្រិចបែបនេះ ថាហើយគេក៏បានចូលទៅក្នុងបន្ទប់វិញភ្លាមៗ អូនភ្ញាក់ឡើងជិតម៉ោង 9 ហើយអូនឯងមានបានសម្អាតផ្ទះបាយឬក៏អត់កាលពីម្សិលមិញចានឆ្នាំងអីសម្អាតខ្លះដែរទេមិនមែនគិតតែពីប្រើប្រាស់មិនលាងទុកដាក់នោះទេភ្ញាក់មកនិយាយជាមួយបងសិន ទៅតែព្រលឹមហើយរស់ស្អីទៀតហើយបងឯងចង់ទៅណាមិនក៏មិនព្រមទៅចាំបាច់អីហៅខ្ញុំនោះខ្ញុំមិនតាន់ស្វាងដេកទេ ម៉ោង 7 9 ទៅហើយល្មមក្រោកបានហើយទៅលាងចានលាងឆ្នាំងចេញ ខ្ញុំដេកឲ្យឆ្អែតសិនដេកមិនឆ្អែតធ្វើការមិនចេញទេកុំស្រែកលោឡាកាត់ព្រឹកពេកខ្ញុំអត់លឺទៀតទេ បងប្រាប់ឲ្យល្អទេប្រយ័ត្នតែម៉ែក្មេកមកឃើញបើគាត់ស្ដីបន្ទោសបងជួយមិនបានទេណាផ្ទះគាត់ក្បែរនឹងផងអូនឯងមិនខ្លាចតែគាត់អាចចេញចូលផ្ទះយើងបានតាមតែចិត្តទេអី តើសាច់ការអីដែលត្រូវចេញចូលផ្ទះអ្នកដតីតាមតែចិត្តអញ្ចឹងនោះ គាត់មិនមែនជាអ្នកដតីឯណាគាត់ជាឪពុកម្ដាយក្មេកអូនឯងណាដូច្នេះហើយនិយាយស្ដីចេះគោរពអោនលំទោនខ្លះផងប្រយ័ត្នមាត់បន្តិចពេលនិយាយជាមួយគាត់ ខ្ញុំចង់ដេកបន្តខ្ញុំមិនចង់និយាយច្រើនជាមួយបងទេទៅធ្វើការឲ្យបាត់ទៅចាំខ្ញុំជួលគេឲ្យមកធ្វើតែមួយផ្លេតទេរួចរាល់អស់ហើយ ជួលគេធ្វើស្អីអូនឯងមិនក៏មិនធ្វើដោយខ្លួនឯងចាំបាច់ទៅជួលគេនាំទៅអស់លុយមិនចេះមិនសមមិនចៃសោះបងទៅធ្វើការហើយអូនឯងត្រូវទៅធ្វើការផ្ទះដោយខ្លួនឯងកុំជួលគេទុកលុយចាយទៅបងទៅហើយ ថាចប់ហើយគេក៏បានចាក់ចេញពីក្នុងបន្ទប់តែម្ដងលុយខ្ញុំសោះខ្ញុំចង់ជួលអ្នកណាឲ្យធ្វើការក៏បានត្រឹមតែជាប្តីទេចេះដឹងណាស់ម៉ារ៉ារៀបចំបាយទឹកសម្រាប់ប្តីដាក់ប្រអប់រួចរាល់នាងក៏បានហុចឲ្យប្តីនាងយប់នេះបងចង់ហូបអីចង់ខ្ញុំធ្វើរៀបចំសម្រាប់បងណាហើយចាំហូបថ្ងៃស្អែកវិញនោះបងប្រាប់មកខ្ញុំនឹងរៀបចំឲ្យត្រូវចិត្ត អូនធ្វើអីឲ្យបងហូបហ្នឹងឲ្យទៅប្រពន្ធបងជាអ្នកធ្វើបងឆ្ងាញ់មាត់គ្រប់យ៉ាងតែកុំខំធ្វើការពេកណាគួរតែរកពេលសម្រាកខ្លះព្រោះការងារនៅក្នុងផ្ទះក៏ហត់នឿយមិនចាញ់គ្នាដែរ ចាតើនៅពេលណាខ្ញុំសម្រាប់ពេលហ្នឹងធ្វើដំណើរដោយសុវត្ថិភាពណាបង បាទបងទៅសិនហើយ វិធីចាក់ចេញពីក្នុងផ្ទះបំរុងឡើងឡានចេញទៅតែម្ដាយរបស់គេក៏បានមកស្ទាក់នៅពីមុខផ្ទះគេ ម៉ែមានការអីមែនទេ ម៉ែមានការជាមួយកូនឯងបន្តិចតែកុំទៅប្រាប់ប្រពន្ធឯងអីកូនឯងដឹងស្រាប់ហើយថាម៉ែមិនសូវចូលចិត្តប្រពន្ធឯងប្រមាណទេម៉ែចង់ឲ្យកូនមកផ្ទះយប់នេះមិនបាច់នាំប្រពន្ធកូនមកទេ យប់នេះមានការអីពិសេសមែនទេម៉ែ ម៉ែសុំចិត្តកូនណាត្រូវតែមកតែមិនបាច់យកប្រពន្ធកូនមកទេ បាទម៉ែពេលខ្ញុំចេញពីធ្វើការចាំខ្ញុំឆ្លៀតចូលផ្ទះម៉ែមួយផ្លែតខ្ញុំទៅធ្វើការសិនហើយ វិធីបានចាក់ចេញទៅអ្នកជាម្ដាយក៏បានចូលទៅក្នុងផ្ទះកូនប្រុសឃើញថាកូនប្រសាកំពុងតែជូតសម្អាតផ្ទះគាត់មានចេតនាពាក់ស្បែកជើងដើរជន់ដើម្បីបង្កើនស្នាមប្រឡាក់ពីពេញផ្ទះម៉ែអាចដោះស្បែកជើងចេញសិនបានទេខ្ញុំសុំពេលជូតសម្អាតមួយផ្លែតគ្រាន់តែម្ដាយក្មេកដើរចូលផ្ទះកូនគេសោះមិនបានទេអីនេះជាផ្ទះកូនប្រុសជើងឯងចង់ខត់ម្ដាយគេមិនឲ្យចូលមកក្នុងធ្វើបែបនេះឯងមិនគោរពអ្នកមានកូនរបស់ប្តីឯងទេខ្ញុំមិនមានចេតនានិយាយបែបនោះទេខ្ញុំគ្រាន់តែចង់ឲ្យម៉ែអង្គុយនៅលើកៅអីសិនព្រោះខ្ញុំកំពុងតែជូតសម្អាតផ្ទះភ្ញាក់បើកភ្នែកឡើងឯងមិនធ្វើស្អីឲ្យប្តីចំអែតកាពះទេបែរជាមកទាញប្រដាប់ជូតផ្ទះប្តីឯងមិនមែនចេញទៅដើរលេងទេគេទៅធ្វើការ
ខ្ញុំដឹងហើយម៉ែខ្ញុំបានរៀបចំដាក់ប្រអប់ឲ្យគាត់មុនពេលចាក់ចេញពីផ្ទះរួចរាល់ហើយម៉ែអត់បានការណាស់ឯងមានតែសម្រស់តែធ្វើស្អីមិនកើតយើងសោកស្ដាយចំពោះឯងណាស់ហើយយើងក៏អាណិតកូនយើងខ្លោចចិត្តដែរព្រោះចម្ពាក់កម្មពៀជាមួយមនុស្សបែបនេះស្រដីចប់អ្នកដែលជាម្ដាយក្មេកក៏បានចាកចេញទៅម៉ែក្មេកក្នុងជីវិតពិតគឺបែបនេះមែនទេនាពេលរសៀលចិន្តាហៅជាងឲ្យមកធ្វើក្រចកដល់ផ្ទះរបស់នាងកញ្ចក់អ្នកអូនស្អាតណាស់ប្តីថ្នមខ្លាំងហើយបានជាស្អាតពីចុងជើងដល់ក្បាលដូចនេះនោះចែចំណែនជីវិតអូនឯងដែលមានប្តីបែបនេះខ្លាំងណាស់ឯងនិយាយត្រូវមីអូនសំណាងមែនតើមានអ្នកធ្វើការនៅក្នុងផ្ទះដោយមិនចាំបាច់ហត់យើងទៅធ្វើទេណាបើចែបានប្តីមីអូនណាចែអត់ប្រឡែងចាញ់ក្រៅទេចាចែកុំនិយាយអញ្ចឹងមើលប្តីខ្ញុំមានលុយមានកាក់មែនតែមិនមែនថាខ្ញុំអត់លុយខ្លួនឯងណាខ្ញុំក៏មានដែរលុយប្តីជារឿងផ្សេងខ្ញុំមិនសូវចង់ប៉ះប្រមាណទេមិនអញ្ចឹងអូនប្រាប់ចែឲ្យដឹងផងមើលព្រោះបើបានធ្វើកញ្ចក់ដៃកញ្ចក់ជើងអត់ជាតិចៅចែដេកមិនស្ងប់ទេណាប្តីអ្នកអូនមិនល្អដូចអីដែលចែបានឃើញទេគាត់មានស្រីមែនចែដឹងលឺមកធានាតែចែមិនប្រាប់អ្នកណាបន្តទេដឹងតែពីអ្នកចែនេះទេណាប្តីខ្ញុំចរិតចាស់កម្រិលណាស់ខ្ញុំមិនចង់រៀបរាប់ទេព្រោះវាច្រើនលើសលប់ពេករហូតដល់រាប់លេងអស់និយាយពីថារអ៊ូអត់ឈប់ទេហើយក៏ចូលចិត្តនិយាយស្ដីមិនចេះក្រែងចិត្តមកលើប្រពន្ធដែរប្រើខ្ញុំឲ្យលាងចានឆ្នាំងជូតផ្ទះបោកខោអាវខ្ញុំមិនធ្វើទេខ្ញុំជួលគេឲ្យមកធ្វើហើយព្រោះថាវាហត់នឿយបាក់កញ្ចក់អស់ចាស់អូនកញ្ចក់អនឯងហៅចែមកធ្វើម្ដងមិនថោកទេអង្គុយខ្ញងទៅបន្តិចទៀតប្តីអនឯងខ្លាយជាប្តីចែហើយណាចែឯងនិយាយស្អីអឺចែថាលេងតាចែអត់មានគំនិតបែបហ្នឹងទេចែឧទាហរណ៍ប្រយ័ត្នប្តីអនឯងនាងនក់ដដើមបាត់ទៅមកជើងហោះដល់ឋានយមរាជឥឡូវហើយមកចោតប្រកាន់យើងនាងឯងនេះមាត់ឲ្យសនុកផងទៅកុំលើកទម្លាក់មកឲ្យយើងតែយើងខឹងយើងអត់យកយល់គ្នាឯងស្អីទេណែនាងយើងគ្រាន់តែនិយាយលេងសោះហ្នឹងណាប្រកាន់ច្រើនដល់កហើយនាងឯងនេះយើងមិនចូលចិត្តយើងប្រកាន់អញ្ចឹងហើយកុំប្រកែកគ្នាធ្វើកញ្ចក់លឿនឡើងមកចិត្តដល់ម៉ោងប្តីខ្ញុំមកផ្ទះឥឡូវហើយរំពេចនោះឧត្តមបានចូលមកដល់ក្នុងផ្ទះគេក៏បានលាន់មាត់ឡើងធ្វើកញ្ចក់ចិត្តរួចហើយនៅអូនចិត្តរួចហើយបងឯងទៅងូតទឹកឲ្យត្រជាក់ចិត្តរងចាំខ្ញុំទៅបន្ទប់បងឯងចោះបងទៅបន្ទប់ហើយធ្វើការអូនចោះតាមស្រួលទៅនិយាយចប់ហើយឧត្តមបានចូលទៅក្នុងបន្ទប់ប្តីអ្នកអូនមកផ្ទះលឿនមែនដូចប្តីចែសោះចូលផ្ទះវិញយប់ពិបាកនិយាយណាធ្វើមិនទេវាសនាយើងខុសគ្នាបន្តិចទៀតប្តីលេងមើលមុខហើយបើមិនចេះធ្វើស្អីក្រៅពីធ្វើខ្លួននោះចែនិយាយឌៀមដាមស្អីខ្ញុំកុំញយដងពេកប្រយ័ត្នខ្ញុំទប់លេងជាប់ទៅអត់ទេចែនិយាយថាឲ្យចែខ្លួនឯងតាកុំគិតផ្ដេសផ្ដាស់មើលឲ្យដឹងថាភ្ញៀវពិសេសផងចាឆាបន្ទាប់ពីធ្វើក្រចករួចជាងបានចាក់ចេញពីផ្ទះរបស់នាងខណៈដែលម្ហូបរបស់នាងបានកំងក៏បានមកដល់មុខផ្ទះដូចគ្នាចិន្តាទៅយកម្ហូបរៀបចំដាក់នៅក្នុងចានតែម្ដងបងបាយម្ហូបឆ្អិនហើយម្ហូបបាយមកឆ្អិនលឿនម៉េះថ្ងៃនេះអូនកុហកបងទេដឹងខ្ញុំមិនកុហកទេបងមកមើលឃើញហើយម្ហូបពីពេញតុបាយរៀបឆ្អិនដូចគ្នាឆ្អិនពិតមែនតាឈ្ងុយណាស់បងកំពុងតែឃ្លានផងមកហូបបាយហ្មងទៅប្តីប្រពន្ធអ្នកទាំងពីរបានបរិភោគបាយជុំគ្នាដោយអ្នកជីប្រពន្ធមិនប្រាប់ឡើយថាម្ហូបពេញតុនេះនាងកំងមកពីខាងក្រៅទេនាពេលរាត្រីឈានចូលមកដល់វិធីបានមកដល់ផ្ទះរបស់ឪពុកម្ដាយរបស់ខ្លួនពុកម៉ែមានកិច្ចការអីជាមួយខ្ញុំមែនទេទើបចង់ជួបខ្ញុំម៉ែកូនឯងចង់និយាយជាមួយកូនឯងពុកក៏មិនដឹងថាជារឿងអីដែរម៉ែវានិយាយទៅ
កូនយើងមកដល់ហើយ ម៉ែចង់ឲ្យកូនបានដឹងម៉ែធ្លាប់និយាយមកច្រើនដងហើយថាម៉ែមិនពេញចិត្តប្រពន្ធឯងទេតើខ្លួនឯងអាចគិតគូរម្ដងទៀតតាមចិត្តម៉ែដែរទេម៉ែមានទ្រព្យចង់ចែកឲ្យកូនតែវាស្ទាក់ស្ទើរព្រោះតែប្រពន្ធខ្លួនឯងនឹងខ្លាចថាវាជាឆ្លើងដែលបឺតឈាមពីកូននោះអី ម៉ែខ្ញុំប្រាប់ម៉ែតាមត្រង់ប្រពន្ធខ្ញុំមិនដូចជាម៉ែគិតទេប្រពន្ធខ្ញុំជាមនុស្សស្រីល្អណាស់បើបានទៅនរណាហើយអ្នកនោះដឹងតែសំណាងហើយព្រោះនាងជាមនុស្សស្លូតបូតមិនប្រកាន់ច្រើនទេម៉ែមិនបានរស់នៅជាមួយប្រពន្ធខ្ញុំរាល់ថ្ងៃដូច្នេះម៉ែមិនដឹងទេថានាងជាមនុស្សស្រីបែបណាម៉ែមើលមនុស្សតែសម្បកក្រៅពិតជាអយុត្តិធម៌ចំពោះប្រពន្ធខ្ញុំណាហើយខ្ញុំមកផ្ទះម៉ែតាមការចង់បានរបស់ម៉ែប្រពន្ធខ្ញុំក៏បានឲ្យខ្ញុំយកម្ហូបដែលនាងធ្វើយកមកជូនម៉ែពុកពិសាដែរ ថាហើយវិធាបានទៅយកម្ហូបដែលនៅក្នុងរថយន្តមកជួបឪពុកម្ដាយរបស់ខ្លួន ប្រពន្ធខ្ញុំបានធ្វើគ្រឿងសមុទ្រក្លុកក៏នឹកឃើញដល់ពុកម៉ែដែលមានផ្ទះនៅជិតនេះពុកម៉ែពិសាចោះខ្ញុំទៅវិញហើយខ្ញុំមិនចង់ឲ្យប្រពន្ធខ្ញុំចាំផ្លូវយូរទេ ថាចប់វិធាបានចាក់ចេញពីផ្ទះរបស់ឪពុកម្ដាយរបស់ខ្លួន យើងប្រឹងនិយាយតែកូនវិញបែរជាយករបស់អស់ទាំងនេះមកយកចិត្តឪពុកម្ដាយម៉ែវាឯងគិតទៅមើលខ្ញុំមិនដឹងថានិយាយអីទៀតនោះទេ ចេះធ្វើម្ហូបបែបហ្នឹងទៀតក្មេងម្នាក់នេះសង្ស័យហូបមិនកើតទេ បើហូបមិនកើតកុំហូបអីម៉ែវាខ្ញុំសាក់ភ្លក់សិនខ្ញុំមិនចូលចិត្តកូនប្រសាយើងមែនតែមកហូបកូនប្រសាធ្វើខ្ញុំមិនស្អប់ទេព្រោះគេធ្វើឆ្ងាញ់ យកទៅសាកទៅវិធីមកដល់ផ្ទះវិញប្រពន្ធកំពុងតែរៀបចំបាយទឹករួចជាស្រេចមកបងមកពិសាបាយខ្ញុំរៀបចំរួចរាល់ហើយពុកម៉ែគាត់បានហូបអីដែលខ្ញុំបានផ្ញើទៅហើយណែ បងមិនបាននៅរងចាំទេបងបញ្ញាប់មកផ្ទះវិញមិនចង់ឲ្យប្រពន្ធបងនៅរងចាំបងយូរទេ បានចឹងបងមកហូបបាយមកកុំឲ្យទៅចេះ បានអរគុណប្រពន្ធ នាថ្ងៃបន្ទាប់ចិនដាននិងម៉ារ៉ាអ្នកទាំងពីរបានដើរផ្សារទិញអីវ៉ាន់ជាមួយម្ដាយក្មេងម៉ារ៉ាឯងកាន់ថង់អីវ៉ាន់នេះទៅកុំតនេដៃពេកចាំម៉ែចាំខ្ញុំជួយកាន់ឲ្យម៉ារ៉ាកាន់តែម្នាក់ឯងដូចជាមិនតំណងទេកុំកាន់អីកូនប្រសាច្បងនាំតែខូចកញ្ចក់កូនទេម៉ារ៉ាគេដឹងទូនីតិគេចេះធ្វើហើយមិនអីទេខ្ញុំអាចកាន់បានណាបងថ្លៃម៉ែទៅខាងនោះទៅខាងនោះសម្លៀកបំពាក់ស្អាតស្អាតណាម៉ែទៅមុនកូនឯងប្រញាប់តាមមកម្ដាយក្មេកដើរចេញពីពួកគេយកតែម្ដងប្អូនថ្លៃឲ្យខ្ញុំជួយទៅឯងកុំទៅប្រកាន់គាត់អីមនុស្សគាត់តែបែបនេះតាំងតែពីយូរមកហើយខ្ញុំមិនចង់ឃើញរូបភាពបែបនេះទេដែលម្ដាយក្មេកមិនពេញចិត្តកូនប្រសាហើយប្រើគ្រប់វិធីព្រោះតែចង់ឲ្យកូនប្រុសគាត់បែកពីកូនប្រសាចាប់បងថ្លៃខ្ញុំអាចទ្រាំបានប្តីខ្ញុំគាត់យល់ណាស់គាត់ចេះបែងចែកពីរឿងនេះតោះទៅតាមម៉ែក្មេកទៅកុំឲ្យគាត់ខឹងតន់ថាហើយអ្នកទាំងពីរក៏បានទៅតាមម្ដាយក្មេកខណៈដែលម្ដាយក្មេកកំពុងតែរើសសម្លៀកបំពាក់រីឯកាបូបលុយរបស់គាត់គៀបនៅនឹងឃ្លារំពេចនោះមានបរិសម្នាក់មកឆក់យកកាបូបពីគាត់អើយចៅចៅនៅទីនេះជួយផងជួយចាប់ចៅផងកូនប្រសាទាំងពីរបានលឺហើយបំរុងតាមតែពេលនោះចៅម្នាក់ទៀតក៏បានមកពាំងផ្លូវច្រានម៉ារ៉ាមួយទំហឹងទៅលើឥដ្ឋសន្តិសុខនៅក្នុងផ្សារក៏បានរត់សម្ដៅមករកទៅបរោះដែលរុញម៉ារ៉ានោះប្រញាប់រត់តាមគ្នារបស់គេប្អូនថ្លៃមិនអីទេជួយមើលនាងផងខ្ញុំទេទៅហៅឡានពេទ្យកូនប្រសាឯងហូរឈាមហើយតើមានរឿងអីមិនក៏ឈាមហូរប្រឡាក់ជើងឯងចឹងម៉ារ៉ាត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ដំណឹងមកវិញធ្វើឲ្យអ្នកគ្រប់គ្នាស្លុតស្មារតីជាខ្លាំងនៅក្នុងបន្ទប់សម្រាប់ព្យាបាលប្រពន្ធខ្ញុំមកលូតកូនមិនក៏មានរឿងបែបនេះកើតឡើងខ្ញុំមិនលើកលែងឲ្យអ្នកណាដែលធ្វើឲ្យរឿងនេះកើតឡើងចំពោះប្រពន្ធខ្ញុំទេបងសុំទោសដែលបងមិនបានមើលថែអូនឲ្យបានដិតដល់កូនប្រុសម៉ែសុំទោសណាកូនវាជាកំហុសម៉ែសុំទោសផងណាកូនប្រសាខ្ញុំមិនបន្ទោសម៉ែទេវាជារឿងមួយដែលកើតឡើងដោយនរណាក៏មិនអាចស្មានដឹងមុនអូនអត់អីទេ
មានឈឺតាណាទៀតដែរទេបងសុំទោសណា ខ្ញុំមិនឈឺខ្លួនទេតែខ្ញុំឈឺចិត្តដែលត្រូវបាត់បង់កូនជាទីស្រឡាញ់របស់ខ្ញុំនោះ បងយល់បងសុំទោស កុំសុំទោសអីព្រោះវាមិនមែនជាកំហុសបងទេយើងនៅតែអាចចាប់ផ្ដើមសារជាថ្មីបានម៉ែជាអ្នកខុសណាកូនប្រសាម៉ែសុំទោសកូនម៉ែសុំទោសមិនបាច់សុំទោសទេម៉ែខ្ញុំមិនបន្តម៉ែទេខ្ញុំចេះបាញ់ចាច់ដាច់តែសុំម៉ែកុំស្អប់ខ្ញុំទៀតបានទេខ្ញុំក៏ជាកូនប្រសាម៉ែម្នាក់ដែរសុំទុកខ្ញុំក្នុងចិត្តម្ដងម្កាលទោះបីជាម៉ែមិនស្រឡាញ់ពេញចិត្តខ្ញុំក៏ដោយតែសុំពេលខ្លះម៉ែយល់ព្រមគិតខ្ញុំជាកូនប្រសាម៉ែម្នាក់ផងចាកូនប្រសាម៉ែទទួលស្គាល់កូនហើយកូនប្រសាអរគុណណាស់ម៉ែ សម្រាប់យកកម្លាំងទៅអូនយើងនៅតែមានឱកាសអាចមានកូនទៀតបានហើយបងនឹងមើលថែអូនឲ្យបានល្អជាងលើកនេះនៅពេលដែលយើងមានកូនម្ដងទៀត ចាបងម៉ារ៉ាសម្រាប់ព្យាបាលបានធូរស្បើយនាងបានចាក់ចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញជនបង្កដែលធ្វើឲ្យនាងបាត់បង់កូនក៏ត្រូវបានចាប់បញ្ជូនទៅដាក់ទោសតាមច្បាប់ហើយម្ដាយឪពុកក្មេកក៏បើកចិត្តទទួលយកនាងលែងប្រកាន់ជាមួយនាងទៀតហើយដោយផ្ដោតក្តីស្រឡាញ់ទុកដូចជាកូនបង្កើតលុះ5ខែក្រោយមកនាងក៏មានផ្ទៃពោះម្ដងទៀតដោយទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ បើប្រពន្ធលេងចោលព្រោះតែចរិតអាវ៉ាសែដើរផឹកស៊ីមិនគិតចូលផ្ទះសម្បែងបែបនេះគេប្រហែលជាទ្រាំមិនបានទេឯងត្រឹមតែជាមិត្តភក្តិយើងទេកុំមកចេះបដៅយើង មកវិញបានដែរហ៎ស្មានថាវង្វេងផ្ទះដេកខ្ទប់មុខនៅកន្លែងផឹកនោះហើយរាល់ថ្ងៃដែរខ្វល់ខ្វាយជួយប្រពន្ធដែរទេ ចូលផ្ទះនាំទៅរឿងឆ្លោះព្រោះតែដូច្នេះទើបមិនចង់ចូលផ្ទះហើយក៏មិនចង់ឲ្យឃើញមុខដែររាល់ថ្ងៃនេះនោះមានផ្ដាល់តម្លៃឲ្យខ្ញុំដែលជាប្តីឬក៏អត់លុយថ្លៃជំងឺចិត្តខ្ញុំឲ្យមិនចាំបាច់ហាមាត់ទានោះទេយកទៅជួសជុលម៉ូតូឲ្យទៅពេទ្យសល់លុយទិញម្ហូបទៀតឡានថ្លៃតែអ្នកបើកចរិតមិនកើត រឿងកម្ពីតាមស្នងនៅក្នុងគ្រាមួយដែលមេឃកំពុងតែធ្លាក់ភ្លៀងប្រៃៗលុយដែលដាក់នៅក្នុងស្រោមសម្បត្តិក៏ត្រូវបោះមកលើខ្លួននារីម្នាក់ហេតុអីក៏បងឯងធ្វើដូច្នេះដាក់ខ្ញុំយកលុយនេះមកគប់លើខ្ញុំធ្វើអ្វីទៅ ពួកយើងចប់គ្នាបានហើយមិនអាចបន្តទៅមុខបានទៀតទេលុយនេះបងឲ្យអូនទុកថាទិញសម្បត្តិសន្យាដែលពួកយើងធ្លាប់មានជាមួយគ្នាទៅចុះបងថានឹងរៀបការជាមួយអូនប៉ុន្តែពេលនេះបងរកបានអ្នកផ្សេងដែលគេល្អជាងអូនហើយព្រមទាំងមានជាងអូន បងឯងធ្វើបែបនេះយ៉ាងម៉េចបានយកលុយនេះមកទិញសន្យាខ្ញុំមិនទទួលទេយកលុយទាំងនេះទៅវិញចុះអរគុណដែលបងឯងនិយាយប្រាប់ត្រង់អញ្ចឹងខ្ញុំនឹងបានស្គាល់ពីសន្តានប្រុសមុខលុយដូចជាបងឯងឲ្យកាន់តែច្បាស់បែបនេះ ដៀលឲ្យហើយទៅតន់បងនៅឲ្យឃើញមុខដៀលបងបានបន្តិចទៀតបងលេងនៅឲ្យឃើញមុខទៀតហើយ ខ្ញុំលែងចង់ឃើញមុខបងឯងទៀតហើយតែវិញបាន បងលាសិនហើយអញ្ចឹង ថាចប់ហើយសនងក៏បានចូលទៅក្នុងឡានរួចក៏បើកចាក់ចេញទៅឲ្យបាត់ចុះខ្ញុំមិនចង់ឃើញមុខបងឯងទៀតដូចគ្នាមិនក៏ស្រាប់តែធ្លាក់ភ្លៀងកាន់តែខ្លាំងដូចគ្នាប្រណាំងនឹងការខូចចិត្តរបស់នាង 3 ខែក្រោយមកនៅក្នុងទីក្រុងឡានម៉ូតូបើកជាហូរហែនៅខាងមុខហាងលក់ផ្លែឈើបងសណងបងឯងទៅមកពីណាកុំចេះតែដើរបាត់ពេកបានអត់អាណិតចិត្តខ្ញុំដែលជាប្រពន្ធបងឯងផង មានអ្នកជួយលក់ហើយតើឲ្យបងនៅចាំហាងធ្វើអីទៀតអូនអញជួលគេមកធ្វើអីបើឲ្យបងនៅចាំហាងដដែលបែបនេះនោះ និយាយចេញមកដូចភ្លើតែម្ដងទោះបីជាមានគេមកជួយលក់ក៏ដោយយើងជាម្ចាស់ហាងក៏គួរតែនៅមើលការខុសត្រូវដូចគ្នាបើដឹងថាបងឯងជាប្តីប្រភេទនេះណាខ្ញុំក៏មិនយកបងឯងដែរអត់ចេះជួយទុកធរៈប្រពន្ធសោះតែម្ដង អូនអញនិយាយសម្ដីដូចនេះដាក់បងមែនទេប្រយ័ត្នបងលេងចូលផ្ទះឲ្យឃើញមុខទៀតណា និយាយបន្តិចបន្តួចមិនបានទេចរិតដូចកូនក្មេងបងឯងចំណាស់នេះឲ្យឲ្យចេះរៀនគិតខ្លះផងទៅបើមិនជួយរកស៊ីក៏មិនអីដែរប៉ុន្តែនៅមកអំពើទុកដល់គេឯងទៀត តើបងអំពុលទុកដល់អ្នកណាខ្លះអូនឯងសាករៀបរាប់ឲ្យបងនេះស្ដាប់បន្តិចមក ធ្វើអីដឹងខ្លួនឯងហើយខ្ញុំមិនចង់និយាយអ្វីច្រើនទៀតនោះទេអាយុក៏មិនមានក្រោប18ឆ្នាំដែរកុំចាំតែឲ្យគេប្រាប់គ្រប់រឿងពេករៀនមើលពីកំហុសដែលខ្លួនបានប្រព្រឹត្តផង បងទៅក្រៅហើយមិនចង់ប្រកែកជាមួយអូនឯងទៀតទេបងជាប្តីសោះប៉ុន្តែចាត់ទុកបងដូចជាអ្នកបម្រើអញ្ចឹង ថាចប់ហើយសនងក៏បានចាក់ចេញទៅគិតខុសហើយខ្ញុំថាយកប្តីគ្រាន់បានជួយការងារតែមិនដឹងថាជួយឬក៏ប្រហិនទេប្តីខ្ញុំនៅឯចំការសៅម៉ៅ
ផាលីកំពុងតែដើរពិនិត្យមើលផ្លែឈើរបស់នាងផ្លែល្អណាស់មួយដើមមិនដឹងថាពេលប្រមូលផលកាក់កប់យ៉ាងណានោះទេខណៈពេលនោះឪពុករបស់នាងក៏បានយកបាយមកឲ្យនាង ពុកយកបាយមកឲ្យកូនស្រី ពុកមកល្មមខ្ញុំបំរុងទៅផ្ទះវិញហើយមិញនេះ បើបានទៅផ្ទះវិញក៏ល្អដែរកូនពុកក៏មិនចាំបាច់ហត់នឹងយកបាយមកឲ្យចំការយើងគេមិនចូលបេះស្អីទេព្រោះផ្លែសាវម៉ាវក៏មិនទាន់ទុំទាំងអស់នៅឡើយទៅមិនទុំមួយនរណាទៅហូបខ្ចីកើតនោះកូន មិនមែនខ្លាចគេលួចបេះទេណាពុកខ្ញុំគ្រាន់តែមកមើលផ្លែដែលពុកម៉ែនិងខ្ញុំដាំដុះតើវាចេញផលបានប៉ុណ្ណាទៅហើយ ឥឡូវហូបបាយសិនទៅកូនកុំឲ្យឃ្លានថ្ងៃត្រង់ណាស់ទៅហើយដើមខ្លះអាចជាមានទុំផ្លែមួយពុកដើរទៅមើលសិនកូនឯងហូបបាយទៅណា ចាប់ពុកពូផេនក៏បានដើរទៅមើលសាវម៉ាវដើមនីមួយម៉ែធ្វើម្ហូបអីឲ្យខ្ញុំហូបទៅណោះថ្ងៃនេះនាពេលនោះផងដែរនីវិនក៏បានដើរចូលមកនៅក្នុងចំការសាវម៉ាវនេះដូចគ្នាបងវិនមកហូបបាយជាមួយគ្នាណាបងឯងបានអីកាន់នៅក្នុងដៃហ្នឹង បងគិតថាមកកំដរអូនឯងកុំឲ្យអបសុកមកចំការម្នាក់ឯងអត់ចេះខ្លាចសោះណោះ ខ្ញុំមិនដឹងរកអ្វីឲ្យខ្លួនឯងខ្លាចនោះទេព្រោះតែអ្វីដែលខ្ញុំខ្លាចបំផុតនោះគឺដាច់លុយ បើសិនបើគ្មានលុយទេមិនដឹងថាយកអ្វីទៅទិញម្ហូបទិញអង្គឡើយ ជាម្ចាស់ចំការសាវម៉ាវប៉ុណ្ណាបែរជាខ្លាចដាច់លុយ មិនតាន់នឹងដល់ពេលត្រូវប្រមូលផលហើយណាបងផ្លែខ្លះនៅខ្ចីយកទៅលក់ឲ្យគេយ៉ាងម៉េចបានហើយទីផ្សារសាវម៉ាវខ្ញុំនេះក៏មិនសូវជាថ្លៃដែរលក់ចេញ1គីឡូមិនបាន2000រៀលផងណាតែដោយសារខ្ញុំមានមួយគេយករាប់រយគីឡូតែពេលដល់ប្រមូលផលមិនសូវជាភ័យខ្លាចប្រហែលទេ ចុះបើគេមកទិញផ្ទាល់ដល់ចំការអូនឯងលក់ឲ្យគេក្នុង1គីឡូប្រមាណដែរបងដូចជាចង់ធ្វើមួយទិញយកមុនគេដល់ហើយ តែ1000រៀលនរណាក៏អាចទិញហូបបានដែរប៉ុន្តែឥឡូវមិនតាន់ហូបឆ្ងាញ់ទេកុំតាន់ចង់ទិញអីនាពេលនោះផងដែរពូផេនក៏បានត្រឡប់មកដល់ផ្ទះវិញ ក្មួយវិនមករកអីក្មួយជំរាបសួរពូខ្ញុំថាមកកំដរផាលីឲ្យបានជាគ្នាកុំឲ្យអបសុកស្អីកូនពូមានគ្នាជជែកជាមួយមិនចេះតិចទេពូដើរមើលអំបញ្ញមិញឃើញច្រើនណាស់ខ្លះនៅលើចុងឈើខ្លះទៀតក៏អង្គុយលើដីហើយខ្លះទៀតនៅលើដើមសាវម៉ាវច្រើនណាស់ពូដើរឃើញអីពូខ្ញុំឃើញដោយអ្វីដែលពូបាននិយាយនោះទេក្មួយឯងនៅក្មេងអញ្ចឹងហើយមើលមិនឃើញទេពូជាមនុស្សចាស់បានមើលឃើញ ពុកឃើញស្អីគេខ្លះទៅពុកខ្ញុំព្រឺក្បាលណាស់ពេលលើពុកនិយាយអញ្ចឹង ពុកឃើញគេមកតាមការពារតាមមើលកូនឯងដែលជាម្ចាស់ចំការនេះគេមិនធ្វើអីលើកូនទេកូនឯងកុំខ្លាចអីពូនិយាយបែបនេះខ្ញុំព្រឺក្បាលស្លាប់ហើយបើក្មួយឯងមិនធ្វើអីគេក៏គេមិនមកធ្វើអីក្មួយដែរកុំតែខ្លាចហូបបាយច្រើនទៅកូន ចាប់ពុកផាលីក៏បានបន្តឆែកបាយរបស់នាងទៀតទាំងព្រឺក្បាលខ្ញាក់ខ្ញានាពេលជប់ឡើងនៅឯក្នុងក្លឹបសាណងកំពុងតែផឹកស៊ីសប្បាយអើងកងជាមួយមិត្តភ័ក្តិរបស់គេ សណងឯងមិនតន់ទៅផ្ទះទៀតមែនទេប្រពន្ធឯងទេតាមច្រានសារហើយណាកុំឲ្យប្រពន្ធឯងរករឿងខ្លាំងអីឆាប់ទៅផ្ទះវិញទៅខ្លាចធ្វើស្អីប្រពន្ធនោះគួរតែប្រពន្ធទេដែលខ្លាចយើងវិញឯងគិតខ្វល់ច្រើនម៉េះវាមិនមែនជារឿងរបស់ឯងទេណាតែយើងភ័យជំនួសឯងបើប្រពន្ធលេងចោលព្រោះតែចរិតអាវ៉ាសែដើរផឹកស៊ីមិនគិតចូលផ្ទះសម្បែងបែបនេះគេប្រហែលជាទ្រាំមិនបានទេឯងត្រឹមតែជាមិត្តភក្តិយើងទេកុំមកចេះបដៅយើងអស់អារម្មណ៍លេងចង់នៅបន្តនៅទីនេះទៀតហើយធុញអ្នកចូលចិត្តបដៅណាស់ និយាយចប់ហើយសាណងក៏បានចាក់ចេញពីក្នុងក្លឹបនេះទៅ ដាស់តឿនប្រុសខ្លាចប្រពន្ធលេងក្បាលវាចោលសោះក៏ឯងខុសដែរគង់តែដឹងខ្លួនទេអានាង សាណងបើកឡានមកដល់ផ្ទះវិញទាំងស្ថានភាពស្រវឹងស្រឿង ការពិតខ្ញុំមិនចង់មកផ្ទះវិញទេមិនចង់ជួបមនុស្សដែលគេមិនផ្ដល់តម្លៃឲ្យខ្ញុំកន្លែងណាដែលមិនផ្ដល់តម្លៃឲ្យការខិតខំប្រឹងប្រែងរបស់ខ្ញុំហើយខ្ញុំក៏មិនចង់នៅឲ្យបានឃើញមុខទៀតនោះទេ សាណងឈររអ៊ូនៅមុខផ្ទះចប់គេក៏បានចូលទៅខាងក្នុងមកវិញបានដែរហេស្មានថាវង្វេងផ្ទះដេកខ្ទប់មុខនៅកន្លែងផឹកនោះហើយរាល់ថ្ងៃដែលខ្វល់ខ្វាយជួយប្រពន្ធដែរទេ ចូលផ្ទះនាំតែរឿងឆ្លោះព្រោះតែដូច្នេះទើបមិនចង់ចូលផ្ទះហើយក៏មិនចង់ឲ្យឃើញមុខដែររាល់ថ្ងៃនេះនោះមានផ្ដល់តម្លៃឲ្យខ្ញុំដែលជាប្តីឬក៏អត់
ស្រាចូលខ្លួនក៏រកក្អេងក្អាងបែបនេះតែម្ដងហើយចុះរាល់ថ្ងៃមានជួយប្រពន្ធលក់ដូរទេខ្ញុំប្រឹងរកតែឯងប្រឹងដើរផឹកស៊ីបំផ្លាញលុយគិតថាវាចម្រុងចម្រើនណាស់ទៅឬដែលយកលុយទៅផឹកស៊ីបែបនេះឯងដឹងឬអត់ថាលុយដែលប្រឹងប្រែងរកមកវាហត់តែត្រូវប្តីយកទៅផឹកស៊ីប្រហិនចោលខ្វៀកខ្ញុំអ្នករកវាឈឺចិត្តខ្លាំងណាស់ហើយក៏ស្ដាយលុយទាំងនោះមិនស្ទើរដែរ បើស្ដាយខ្លាចអស់ក៏រកទៀតទៅមិនបាច់មកល្អូឲ្យខ្ញុំស្ដាប់នោះទេព្រោះតែខ្ញុំនេះមិនចង់ស្ដាប់ខ្ញុំចង់ចូលទៅដេកវិញប្រសើរជាង ប្រយ័ត្នខ្ញុំលេងក្បាលចោលទៅបើធ្វើខ្លួនអាវ៉ាសាយដល់ម្លឹងពេក កន្លែងណាដែលមិនផ្ដល់តម្លៃឲ្យខ្ញុំទេខ្ញុំក៏មិននៅយូរទៀតដែរ សាណងចូលទៅក្នុងបន្ទប់បាត់ទៅចង់ឲ្យផ្ដល់តម្លៃតែដែលខ្លួនឯងមិនបានជួយសាច់ការស្អីផងដើរផឹកស៊ីបំផ្លាញធ្វើខ្លួនពៀលីអាវ៉ាសាយសឹងតែមួយខែទល់មួយខែរកថ្ងៃណាផ្ដល់តម្លៃឲ្យឃើញកើតផាលីបោះសម្អាតនៅមុខផ្ទះខណៈដែលនីវិនដឹកម្ដាយកាត់មុខផ្ទះនាងទៅត្រូវឈប់រាក់ទាក់គ្នាផងដែរមិញតើតមកពីណាមែនទេមិញមកពីជើងទៅកាត់ខោអាវឲ្យកូនមិញនៅនឹងគេថាកាត់បានស្អាតណាស់ណាក្មួយហើយយកតម្លៃវិញក៏សមរម្យទៀតខ្ញុំមិនដែលដឹងសោះមិញមកពីក្មួយឯងមិនសូវដើរទៅឆ្ងាយទៅមិនសូវស្គាល់ អូនឯងកំពុងធ្វើអីហ្នឹងអូន ឃើញគេបោះសម្អាតហើយនៅសួរទៀតភ្នែកលោកកូនឯងយកទៅទុកនៅកលៀតណាហើយលោកកូន ម៉ែខ្ញុំសួរផាលីឲ្យឆ្លើយជាមួយខ្ញុំតើខ្ញុំក៏ឃើញដែរប៉ុន្តែក៏នៅតែចង់សួរឲ្យកូនកំមុំគេឆ្លើយជាមួយខ្ញុំម៉ែដូចជាមិនយល់ពីបំណងកូនប្រុសអីបន្តិចទេអី អើយម៉ែមិនដឹងណាកូនណែក្មួយកំពុងតែធ្វើអីដែរខ្ញុំកំពុងតែបោះសម្រាមបំរុងកាប់យកទៅដុតចោលណាមិញ ឲ្យបងជួយឬក៏អត់បងទំនេរ ចាអត់អីទេបងណែដឹកម៉ែទៅផ្ទះហើយចាំមកវិញមកញ៉ែគេទៀត ម៉ែខ្ញុំអៀនគេ ហើយចរិតកំសាអញ្ចឹងទៅពីគ្មានសង្សារនឹងគេតោះទៅផ្ទះ ផាលីបងលាសិនហើយ ចាប់បងនីវិនដឹកម្ដាយចេញពីមុខផ្ទះផាលីរួចក៏បានចាក់ចេញទៅមិញប៉ិនបង្អាប់កូនខ្លួនឯងមែន ខណៈនោះម្ដាយផាលីដើរទូលអីមកដល់ផ្ទះតែម្ដងម៉ែទូលអីគេហ្នឹងបន្លែត្រីសាច់មានចម្រោះតែម្ដងណាកូនកូនឯងយកទៅធ្វើម្ហូបចោះតោះម៉ែចូលទៅខាងក្នុងទៅពីអ្នកម្ដាយកូនក៏បានចូលទៅក្នុងផ្ទះបាត់ទៅឧស្សាហ៍រៀបចំខ្លួនបំរុងទៅហាងផ្លែឈើរបស់នាងតែពេលនោះប្តីរបស់នាងក៏បានចេញពីក្នុងបន្ទប់មកដូចគ្នាបងឯងទៅជួយមើលហាងឬក៏អត់ថ្ងៃនេះកុំឲ្យខ្ញុំនិយាយដដែលពេកអី បងរវល់តែបើទំនេរចាំបងទៅជួយមើលអូនឯងក៏គួរទៅរកមនុស្សឲ្យជួយបន្ថែមហើយលក់ក៏ដាច់ណាស់ដែរសម្បូរភ្ញៀវទៀត ចុះបងឯងជាប្តីហេតុអីក៏មិនជួយខ្ញុំខ្លះកុំធ្វើខ្លួនដូចនៅតនេពេកតែតែការងារក៏មានឲ្យជួយប៉ុន្តែបងឯងបែរជានៅឥតប្រយោជន៍យប់ឡើងផឹកស៊ីថ្ងៃក៏ដើរឆ្វែលឥតឈប់ខ្ញុំយកបងឯងមកដូចយកទុកវេទនាមកដាក់ខ្លួនឯងអញ្ចឹង បើសិនជាអូនឯងមិនមើលបងល្អនៅក្នុងកែវភ្នែកទេអូននឹងគិតថាបងនេះជាមនុស្សគ្មានបានការអត់ប្រយោជន៍ពិតមែនយើងជាប្តីប្រពន្ធគួរណាតែផ្ដល់ការគោរពឲ្យគ្នាតែអូនឯងមាក់ងាយបងសឹងតែរាល់ថ្ងៃ បើបងឯងចេះជួយការងារខ្ញុំខ្លះខ្ញុំក៏មិនមាក់ងាយបងឯងដែរ ចាំបងទំនេរបងនឹងជួយ និយាយជាមួយបងឯងកាន់តែយូរខ្ញុំកាន់តែពិបាកនឹងហាស្ដីហើយខ្ញុំទៅហើយអញ្ចឹងនិយាយចប់ឧស្សាហ៍ក៏បានចាក់ចេញពីផ្ទះលេងនៅប្រកាយឆ្លោះនឹងប្តីទៀត ធុញណាស់បើដឹងអញ្ចឹងមិនយកប្រពន្ធលឿនពេកទេ នៅឯហាងលក់ផ្លែឈើមានភ្ញៀវចេញចូលជាហូរហែខណៈនោះផងដែរផាលីនិងនីវិនក៏បានចូលមកដល់ទីនេះសួស្ដីម្ចាស់ចំការសៅម៉ៅយ៉ាងម៉េចទៅហើយសៅម៉ៅអាចដឹកឲ្យខ្ញុំលក់បានឬនៅផ្លែឈើមានច្រើនមុខកន្លែងគេក៏ហៅឲ្យខ្ញុំយកតែខ្ញុំចាំយកតែរបស់ឯងម្នាក់ទេមិនតន់ទុំស្រួលបួលទេណានៅខ្ចីច្រើនណាស់តែគេអាចជាប្រើថ្នាំឲ្យឆាប់ទុំតែខ្ញុំបដ ாய் ឲ្យទុំតាមធម្មជាតិវាយូរបន្តិចហើយខ្ញុំចាំពីចង្ការឯងដឹកមកហើយគាត់ជាអ្នកណាគេសង្សារឯងមែនអ្នកនៅក្នុងភូមិជាមួយគ្នាទេស ួស្ដីខ្ញុំជាមិត្តភក្តិរបស់ផាលី សួស្ដីខ្ញុំមើលផ្លែឈើរបស់ផាលីសំជាមួយគ្នាដល់ហើយ ខ្ញុំក៏គិតតែសមដែរតែផាលីនៅគិតយូរទៀតថាមិនទាន់សមទេ កុំគិតយូរពេកអីឯងកុំចេះតែបដ ாய் ណាប្រយ័ត្នខ្ញុំលេងពីប្តីខ្ញុំមកយកគាត់នេះទៅកុំនិយាយអញ្ចឹងសាណងក៏បានចូលមកក្នុងហាងតែក៏បានជួបនឹងផាលីប្តីខ្ញុំមកហើយណែបងសាណងនេះជាម្ចាស់ចំការសៅម៉ៅណាបងឯងមករាក់តាក់បន្តិចមក សួស្ដីរីករាយណាស់ដែលបានស្គាល់ម្ចាស់ចំការសៅម៉ៅ ជំរាបសួរ
នេះជាប្តីមែនទេ ប្តីអីគេគ្រាន់តែមើលចិត្តគ្នាទេហើយបងឯងមកជួយលក់មែនទេថ្ងៃនេះ បងមកជួយលក់ប្រពន្ធបង ខ្ញុំលាទៅវិញហើយមកអត់មើលតែមួយផ្លែតទេណាតបបង្វិន តោះយើង ពួកគេទាំងពីរក៏បានចាក់ចេញពីហាងផ្លែឈើរបស់ឧស្សាហ៍ផុតទៅសំណងស្រដី ឈប់យកផ្លែឈើពីគេទៅ បងឯងកើតអីមកដល់ក៏រោរឿងយកពីចំការផាលីធូរថ្លៃហើយរបស់គេក៏សុទ្ធទៀតកុំចេះតែប្រកបពេក បងគិតថាយើងគួរទៅរកចំការផ្សេងទៅវាអាចនឹងល្អហើយធូរថ្លៃជាងនេះ កន្លែងផាលីធូរបំផុតហើយគ្មាននរណាធូរដល់ទៀតទេហើយនាំតែរឿងនិយាយចប់ឧស្សាហ៍ក៏បានដើរចេញពីប្តី នាំរឿងដាក់ខ្លួនហើយតា នីវិនជិះម៉ូតូឌុបផាលីចេញពីហាងលក់ផ្លែឈើមកទៅតែស្រដីរកគ្នាពេលដែលចិត្តដល់ផ្ទះនេះទេ ផាលីចិត្តដល់ផ្ទះអូនឯងហើយ ចាបើចិត្តដល់ផ្ទះខ្ញុំហើយនោះបងអាចឈប់មុខផ្ទះទៅ អូនឯងដូចជាកាត់ទុកកង្វល់នៅក្នុងចិត្តដែរ អត់មានកាត់អីទេ ច្បាស់ហើយហ៎បើកាត់ទុកអីយើងអាចបញ្ចេញវាមកបានណាកុំព្យាយាមលាក់វាទុកតែម្នាក់ឯងពេកអីរឿងខ្លះធ្វើឲ្យយើងពិបាកនឹងដកដង្ហើមបើសិនជាយើងត្បិតត្បៀតលាក់វាទុកនៅក្នុងចិត្តតែម្នាក់ឯងដូច្នេះ អត់មានទេណាបងនាពេលនោះឡានមួយគ្រឿងបើកមកគីឲ្យម៉ូតូនីវិនដួលព្រមទាំងមនុស្សទៅជាមួយគ្នាផងដែរ ផាលីអូនឯងមានកាត់អីអត់លោកឯងបើកឡាននេះយកភ្នែកទៅទុកនៅកន្លែងណាបានជាគៀម៉ូតូពួកយើងអញ្ចឹង ម្ចាស់ឡានចរិតមិនកើតចុះពីឡានភ្លាមក៏ហុចលុយឲ្យតែម្ដង លុយថ្លៃជំងឺចិត្តខ្ញុំឲ្យមិនចាំបាច់ហាមាត់ទានោះទេយកទៅជួសជុលម៉ូតូឲ្យទៅពេទ្យសល់លុយទិញម្ហូបទៀតឡានថ្លៃតែអ្នកបើកចរិតមិនកើតយើងមិនទទួលលុយរបស់ឯងទេផាលីអូនអត់កើតអីទេហ៎ ខ្ញុំអត់កាត់អីទេណាបងរៀងវិលមកបន្តិចចឹងទៅផ្ទះយើងបានហើយកុំរវល់ទៀតអីមនុស្សងប់តែនឹងលុយបន្តិចទៀតនឹងស្លាប់ដោយសារតែលុយនេះដូចគ្នា ខ្ញុំងប់នឹងលុយវាជារឿងរបស់ខ្ញុំអ្នកទាំងពីរគួរតែកុំទៅជន់កន្លែងខ្ញុំទៀតហើយខ្ញុំមិនយកផ្លែឈើពីចំការនាងទេ និយាយចប់គេក៏បានបើកឡានចេញទៅវិញ អាគាត់នេះសតិអារម្មណ៍កម្រិតធ្ងន់ធ្ងរឲ្យមើលទៅ តោះចឹងទៅផ្ទះ បាន នីវិនក៏បានដឹកផាលីតទៅដល់ផ្ទះហើយគេក៏បានត្រឡប់ទៅផ្ទះរបស់គេដូចគ្នានាពេលយប់ឡើងនៅឯតុបាយ កូនឯងថ្ងៃនេះអត់សូវស្រួលខ្លួនមែនកូនបានជាមុខស្លេកអញ្ចឹងនោះ បើឈឺម៉ែនឹងពុកនាំកូនទៅពេទ្យអត់អីទេពុកម៉ែខ្ញុំអស់កម្លាំងបន្តិចបាយរួចណាស់ខ្ញុំចូលគេងហើយក្រោកវិញនឹងអស់អីមិនខានទេ កុំលាក់ពុកម៉ែយល់ទេកូន ចាពុកម៉ែពិសាបន្តទៀតទៅ ហូបបាយទៅកូន ប៉ុន្មានថ្ងៃក្រោយមកឧស្សាហ៍នឹងប្តីក៏បានមកដល់ចំការសៅម៉ៅផាលីសៅម៉ៅផ្លែល្អដល់ហើយផាលីមើលថែបានល្អខ្លាំងណាស់អរគុណដែលមកមើលផ្ទាល់បែបនេះ ដាក់ថ្នាំអស់ប្រមាណលីត្រហើយនឹង បងឯងនិយាយស្ដីឈួតអញ្ចឹងអ្នកផាលីកុំប្រកាន់អីចាស់អត់អីទេមនុស្សដែលរៀនសូត្រចេះដឹងចេះអានចេះប្រកបចេះសរសេរនោះគេមិនប្រកាន់ច្រើនទេព្រោះម្នាក់នោះគេគិតមុននឹងនិយាយរីឯម្នាក់ទៀតនិយាយស្ដីមុនបានគិតតាមក្រោយហើយប្រហែលមិនទាំងបានគិតផងមើលទៅពេលនិយាយស្ដីចេញសម្ដីមកអញ្ចឹង កុំជ្រុលពេក ផាលីខ្ញុំចង់សាក់ភ្លុកបានអត់បានតាភ្លុកទៅតាមសប្បាយណាចាស់អរគុណប្តីប្រពន្ធពួកគេមកមើលបានមួយសន្ទុះហើយក៏បានចាក់ចេញទៅវិញលោកពេលរសៀលសាណងក៏បានមករកផាលីដល់ផ្ទះ អត់ចេះស្ដាប់គ្នាមែនទេផាលីកុំរវល់នឹងអ្វីដែលវាអាចនាំទុកដល់ខ្លួនពេក ចង់ធ្វើអីខ្ញុំអាចជួបប៉ុណ្ណេះហើយចេះគិតដែរឬអត់នឹងបញ្ចាត់កម្មពីវាតាមស្នងចំពោះទង្វើដែលធ្វើនេះក្នុងថ្ងៃណាមួយ កម្មពីរូបរាងបែបណាបង្ហាញខ្ញុំមកកុំនិយាយចំពោះរឿងដែលមិនអាចកើតឡើងអីវាគ្មានថ្ងៃនោះទេកម្មពីវាមិនហ៊ានតាមខ្ញុំទេតែនាងគួរតែឈប់លក់ផ្លែឈើឲ្យប្រពន្ធខ្ញុំទៀត មិនក៏លក់មិនបានពួកយើងក៏ត្រឹមតែជាអ្នកស្គាល់គ្នាដែរគ្មានស្អីលើពីនេះទេខ្ញុំនឹងលោកអស់ភាពជាអ្នកស្គាល់គ្នាយូរមកហើយចេញពីផ្ទះរបស់ខ្ញុំបានហើយ បានខ្ញុំចេញ សាណងចាក់ចេញទៅតាមសម្ដីរបស់គេមែនប្រុសម្នាក់នេះលេបថ្នាំខុសមែនទេបានជាថ្នាំរាលដាលដល់សរសៃប្រសាទផ្នែកណាមួយហើយមកទៅនោះប៉ុន្មានថ្ងៃក្រោយមកផ្សែងក៏ស្រាប់តែហុយចេញពីចំការសៅម៉ៅរបស់ផាលីខណៈដៃនីវិននិងផាលីក៏បានមកទាន់ភ្លើងឆេះដាំសម័យខ្ញុំហើយបងវ៉ាន់ទេឲ្យឡានទឹកមកឬក៏ធ្វើអីក៏បានដែរ ចាំបងទេហៅឲ្យគេមកជួយតែពួកយើងក៏ទៅពលុតសិនដែរទៅកុំឲ្យវារាលដាលកាន់តែខ្លាំងវាទៅមិនឆេះពីដើមទេឲ្យលឿនឡើងទៅ
ថាហើយពួកគេក៏បានជួយគ្នាពន្លត់ភ្លើងដោយអ្នកភូមិបានឮហើយក៏បានឆោឡោមកជួយពន្លត់រួមគ្នាទើបអាចទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាលកាន់តែខ្លាំង អ្នកណាគេដែលហ៊ានខ្លាំងសម្បើមម្លេះសំណាងឲ្យឆេះតែ5ដើមកុំអីខាត់ខ្ទេចមកចំការមានអ្នកមកលួចដុតហើយវាមិនដែលសុកឆេះបែបនេះទេលបងខ្ញុំក៏គិតដូចជាលបងដែរបើរកមុខឃើញចាប់វាឲ្យប៉ូលីសទៅខ្ញុំមិនទុកទេលបង ផាលីនិងនីវិនក៏បានមកដល់ហាងផ្លែឈើរបស់អ៊ូសាថាម៉េចនឹងចំការរបស់ឯងឆេះមែនទេហើយឥឡូវយ៉ាងម៉េចហើយតបស្កាត់តន់កុំអីខ្ញុំចំខ្សោះខ្លួនព្រោះថាមនុស្សខ្លះសាំងតែអំពើបាបខ្ញុំមិនលើកលែងឲ្យទេឯងដឹងមែនទេថាអ្នកណាដែលធ្វើរឿងនេះឡើងខ្ញុំគិតថាលាទៅវិញសិនហើយលាហើយផាលីនិងនីវិនក៏បានចាក់ចេញពីហាងផ្លែឈើរបស់អ៊ូសាឬក៏សម្ដៅទៅផ្ទះរបស់អ៊ូសាបន្ត ផាលីអូនកុំរករឿងគេដោយគ្មានភ័ស្តុតាង ខ្ញុំច្បាស់ក្នុងចិត្តហើយប្រុសចិត្តបាបម្នាក់នោះដែលជាអ្នកធ្វើសាណងចេញមកនិយាយគ្នាបន្តិចទៅលោកប្រកាសជានៅខាងក្នុងខ្ញុំដឹងនាពេលនោះផងដែរសាណងក៏បានចេញមក មានការអីស្រែកហៅម្លេះខ្ញុំរវល់មើលរឿង ចិត្តបាបចិត្តសាហាវម្លេះមិនបានជាធ្វើបែបនេះដាក់ខ្ញុំ បានតែធ្វើស្អីហ៎ខ្ញុំមិនដឹងខ្លួនទេ លោកជាអ្នកដុតចំការរបស់ខ្ញុំកុំមកធ្វើមុខស្លើអញ្ចឹងប្រយ័ត្នខ្ញុំប្តឹង ប្តឹងទៅបើមានភ័ស្តុតាងនោះសូមអញ្ជើញ មនុស្សទូរយុះ ផាលីទៅវិញទៅអូនកុំនៅទៀតអីខ្ញុំអត់ខ្វល់អត់ឈឺក្បាលទេ កម្មពីនឹងតាមស្នងឯងហើយឯងចាំតែមើលទៅ កម្មពៀពណ៌អីរូបរាងយ៉ាងម៉េចខ្ញុំមិនដែលដឹងខ្ញុំមិនដែលឃើញទេ កម្មពីពិតជាមាន តោះអូនទៅវិញកុំនៅនិយាយជាមួយមនុស្សបែបនេះទៀតអី អ្នកទាំងពីរក៏បានចាកចេញទៅ បើប្រាប់ហើយថាប្រយ័ត្ននាំទុកដល់ខ្លួនហេតុអីក៏មិនស្ដាប់គ្នាឃើញទេថាវាកើតឡើងមែន នាពេលជប់ឡើងឧស្សាហ៍ចាំផ្លូវប្តីមកផ្ទះវិញតែទៅជាច្រើនដងតែមិនទទួលខ្ញុំនឹងលេងក្បាលឯងចោលហើយចាំតែមើលទៅឧស្សាហ៍ក៏ស្រាប់តែឮសំឡេងធ្លាក់បែកខ្ចាយពេលដើរទៅមើលក៏ឃើញកៅធ្លាក់ពីលើតុដោយសារកណ្ដុររត់បុកកណ្ដុរនេះចំមែនហើយខណៈនោះទូរស័ព្ទរបស់នាងក៏បានរឡើងបងសំណងទេមកវិញហើយតាអាឡូបងអាឡូអ្នកណាគេហ្នឹងប្តីខ្ញុំគ្រោះថ្នាក់ចរាចរណ៍មែនទេគាត់ចាំមិនហើយ គាត់ផុតដង្ហើមបាត់ហើយប្អូនស្រីគាត់ផឹកសវឹងបុករះគេតែគេមិនអីតែគាត់ក៏ស្លាប់ខ្លួនឯងបាត់ទៅ មិនប៉ាត់ទេបងសំណងប្តីខ្ញុំមួយអាទិត្យក្រោយមកនៅក្នុងបុណ្យសពគម្រប់7ថ្ងៃខ្ញុំសុំទោសដែលតែងតែស្ដីថាឲ្យបងជាតិនេះយើងបានធ្វើជាប្តីប្រពន្ធនឹងគ្នាក្នុងរយៈពេលខ្លីពេកហើយកុំកាត់ច្រើនអីយ៉ាងណាក៏គាត់ទៅផុតហើយប៉ុន្តែឯងទេដែលត្រូវរស់នៅប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនដែលគាត់បានសាងបន្សល់ទុកឲ្យឯងជាអ្នកទទួលខុសត្រូវរឹងមាំឡើងអរគុណឯងដែលមិនប្រកាន់ទាំងដែលប្តីខ្ញុំធ្វើបាបឯងលួចដុតចំការឯងក៏ឯងនៅតែមកចូលរួមក្នុងពិធីបុណ្យសពរបស់គាត់ទៀតខ្ញុំមកអហោសកម្មឲ្យគាត់ជាលើកចុងក្រោយហើយក៏មិនបាច់ត្រូវជួបតាមសងកម្មពីគ្នាទៀតនោះទេត្រឹមចប់ក្នុងជាតិនេះបានហើយផាលីក៏បានចាក់ចេញពីពិធីបុណ្យសពគម្រប់7ថ្ងៃនោះដោយនីវិនក៏ត្រៀមម៉ូតូចាំតែម្ដង តោះទៅផ្ទះអូនឯងចិត្តទូលេយដល់ហើយ ព្រោះខ្ញុំជឿលើបុណ្យនឹងបាបអ្នកណាធ្វើអីអ្នកនោះនឹងទទួលវាហើយខ្ញុំក៏មកអហោសកម្មឲ្យគេជប់ត្រឹមជាតិនេះបានហើយជាតិក្រោយសូមកុំជប់ទៀត ឡើងម៉ូតូទៅផ្ទះយើងវិញ ចាកម្មពីតាមស្នងអ្នកណាធ្វើអ្នកនោះនឹងទទួលបាបបុណ្យដើរដំណើរគ្នាធ្វើអំពើបាបច្រើនផលកម្មនៃអំពើបាបនោះក៏ហុចផលមកវិញដូចគ្នារស់នៅកំបៀតបៀនឈ្នានីសអ្នកដទៃនោះជីវិតរបស់អ្នកនឹងបានសុខ